ខ្ញុំមិនរៀបការទេហើយអ្វីបានជាគ្រូសាតែងតែផ្ដល់របស់ល្អទៅឲ្យបងស្រីរាល់ដងបែបនេះហើយយករបស់ដែលនៅសល់មកបោះឲ្យខ្ញុំគ្រូសាបានភ្ជាប់ពាក្យការងាររៀបការពីរអ្នកដែលត្រូវភ្ជាប់ពាក្យជាមួយគ្រូសាតកូលីដំឡើយគឺបងស្រីតើគ្រាន់តែដោយសារតែគ្រូសាតកូលីក្រពុកម៉ែបែរជាបង្ខំឲ្យខ្ញុំរៀបការជំនួសបងស្រីទៅវិញកូនម្នាក់នេះហេតុអ្វីបានជានិយាយស្ដីគំរោះគំរើម្លេះគ្រូសាធ្វើបែបនេះមិនមែនដើម្បីល្អសម្រាប់កូនទេអីម្យ៉ាងទៀតបងស្រីរបស់កូននិងកូនតើអាចដូចគ្នាទៅកើតទេទៅថ្ងៃមុខគាត់ត្រូវរស់នៅក្នុងជីវភាពថ្លៃថ្នូរគាត់ចង់បានភាពថ្លៃថ្នូរចុះខ្ញុំសំតែទៅរងទុក្ខលំបាកមែនទេខាងបងមិនមែនមានន័យបែបហ្នឹងទេឯងកុំខឹងប្រកែកជាមួយបងអីខ្ញុំគ្រាន់តែមានអារម្មណ៍ថាជីវិតរស់នៅដោយគ្រូសាតកូលីនោះខ្ញុំរស់នៅមិនកើតទេមិនមែនបងរស់នៅមិនកើតនោះទេគឺបងខ្ពើមថាគ្រូសាតកូលីក្រសោះឯងនិយាយឈួតស្អីហ្នឹងតើខ្ញុំនិយាយខុសមែនទេប៉ុន្មានថ្ងៃមុនឯងនៅតែអូថាទេធៀបផ្ទះគ្រូសាលីតូចសោះរអូថាផ្ទះរបស់លីស៊ឺពេញមួយឆ្នាំមានតែធំក្លិនដីសម្ដីដែលខ្លួនឯងនិយាយភ្លេចលឿនម្លេះចុះខ្ញុំនិយាយខុសមែនទេផ្ទះគេដំឡើយគឺក៏ស្រាប់ហើយឬមួយដឹងថារៀបការទៅត្រូវរងទុក្ខហើយនៅតែបង្ខំឲ្យខ្ញុំលោតចូលទៀតឯងប្រកាន់ខឹងជាមួយបងស្រីអញធ្វើអីមានខ្សោយតាំងពីតូចហើយក៏មិនដែលធ្វើការងារធ្ងន់ដែរម្យ៉ាងទៀតអាពីពីពីនេះធ្លាក់មកលើឯងក៏មិនចាត់ទុកថាធ្វើបាបឯងដែរឯងមិនអាចគិតគូរដល់គ្រូសាខ្លះទេអីគិតគូរដល់គ្រូសាឲ្យតែក្នុងផ្ទះមានរបស់ល្អបន្តិចបន្តួចតើធ្លាប់ដល់វិញខ្ញុំទេល្មមហើយគ្រូសាចិញ្ចឹមឯងធំដឹងក្តីដល់ថ្នាក់នេះមិនមែនឲ្យឯងមកចូលរំលឹកគំនុំចាស់នៅទីនេះទេអីចឹងគឺឲ្យខ្ញុំទទួលយកព្រេងវាសនាទៅរងទុកជំនួសពួកឯងមែនទេកុំនិយាយច្រើនឥឡូវនេះគ្រូសាគ្រាន់តែចង់ឲ្យឯងរៀបការទោះបីជាផ្ទះគេក៏យ៉ាងណាក៏ដោយយ៉ាងហោចណាស់ក៏ជាកន្លែងសំរុំសម្រាប់រស់នៅដែរឯងទៅទីនោះក៏មិនដាច់ពូស្លាប់ដែរបានខ្ញុំទៅថ្ងៃមុខបើគ្រូសាយើងមានបញ្ហាអ្វីទៀតកុំមករកខ្ញុំឲ្យជួយដោះស្រាយអីសោះបើចង់រក្សាមុខមាត់ទៀតក៏កុំយកខ្ញុំទៅរងជំនួសដែរនេះគឺទៅគ្រូសាលីហើយតើអាចធ្វើមិនបានទៀតគ្រូសាយើងមិនអាចទុកឲ្យឈិនសៃចោលបែបនេះទេរបស់ល្អទុកឲ្យកូនច្បងទាំងអស់រឿងមិនល្អទាំងអស់ធ្លាក់មកលើកូនប្អូនគ្រូសាយើងពិតជាចេះគិតគូរមែនមិនដាច់ចិត្តឲ្យរងទុកក៏រុញខាងចេញទៅជំនួសយាយខាងគ្រូសាលីកំពុងតែខឹងខ្លាំងណាស់ឯងទៅទីនោះកុំសូវទៅមកតបជាមួយគេអីអានក្បាលចុះហើយនិយាយពាក្យទន់ភ្លន់បន្តិចទៅកុំធ្វើឲ្យរឿងរ៉ាវកាន់តែមើលទៅមិនល្អអីឯងជាក្មេងស្រីម្នាក់បើធ្វើឲ្យស្ថានភាពកាន់តែតានតឹងមែនទែនទៅអ្នកដែលខាតបង់គឺខ្លួនឯងទេឯងចេះនិយាយណាស់តើគ្រូសាលីមិនទាន់បញ្ចេញប្រតិកម្មអ្វីផងឯងបែរជាមកឈោប្រដៅខ្ញុំឲ្យចេះអានក្បាលទៅវិញតើឯងគិតគូរជំនួសខ្ញុំឬក៏ចង់ជួយសម្រាលរឿងឲ្យយើងរោខ្ញុំធ្វើនេះគឺដើម្បីល្អសម្រាប់ឯងទេបំណងល្អខ្ពង់ខ្ពស់បែបនេះរបស់ឯងទុកឲ្យយើងរោទៅរឿងខ្ញុំរៀបការចូលគ្រូសាលីត្រូវនិយាយយ៉ាងណារស់នៅយ៉ាងណាមិនបាច់ឲ្យឯងមកបង្រៀនទេនាងគឺកូនស្រីទី2នៃគ្រូសាយាយមីងខ្ញុំមកជួបគ្រូសាលីដើម្បីនិយាយរឿងរ៉ាវឲ្យច្បាស់លាស់អាស៊ឺចេញមកក្រៅបន្តិចមកមានរឿងអ្វីកើតឡើងមែនទេគ្រូសាបានសម្រេចសំពុំការងាររៀបការនេះឲ្យខ្ញុំបងស្រីខ្ញុំខ្ពើមថាគ្រូសាលីក៏ទើបមិនព្រមមកគ្រូសាខ្ញុំបារម្ភខ្លាចរឿងភ្ជាប់ពាក្យត្រូវខូចទើបឲ្យខ្ញុំមកទីនេះឯងធ្វើដំណើរមកហត់ហើយអង្គុយនិយាយគ្នាចុះបំណងរបស់គ្រូសាតកូយេគឺចង់ទម្លាក់រឿងរៀបការនេះមកលើក្បាលឯងផ្ទាល់តែម្ដងបាទរបៀបធ្វើការរបស់គ្រូសាតកូយេពិតជាផឹកទឹកសិនទៅមកដល់ហើយមិនអាចទុកឲ្យពូទំនេរនោះទេគ្រូសាឯងឲ្យឯងមកទីនេះតាំងពីព្រលឹមបែបនេះប្រហែលជាមិនបានគិតថាឯងបានញ៉ាំអីហើយឬនៅនោះទេពួកគាត់មិនបានខឹងនឹងខ្ញុំទេហើយក៏មិនបានដេញខ្ញុំចេញដែររឿងថ្ងៃនេះគឺគ្រូសាតកូយេជាអ្នករុញច្រានឯងមកទីនេះពួកយើងមើលដឹង
anh promo គឺគ្រប់គ្រាន់ហើយចំណែករឿងដែលនៅសល់ត្រូវដោះស្រាយយ៉ាងណាគឺជារឿងរបស់គ្រួសារទាំងពីរមិនបាច់ឲ្យឯងម្នាក់ឯងទទួលខុសត្រូវទាំងអស់នោះទេអ្នកទាំងអស់គ្នាមិនបន្ទោសខ្ញុំទេហើយអ្នកដែលគួរត្រូវបន្ទោសពិតប្រាកដនោះជាអ្នកណាពួកយើងនៅតែអាចបែងចែកដឹងច្បាស់ពួកយើងពិតជាមិនសប្បាយចិត្តក្នុងចិត្តទេប៉ុន្តែរឿងនេះក៏មិនមែនឯងជាអ្នករៀបចំដែរឯងជាក្មេងស្រីម្នាក់យួរស្ពីបង្វិចមកនិយាយរឿងរ៉ាវឲ្យច្បាស់លាស់វាប្រសើរជាងពួននៅពីក្រោយមិនព្រមចេញមុខទៅទៀតបន្ទប់ត្រូវបានរៀបចំរួចរាល់ហើយអាចស្នាក់នៅបណ្ដោះអាសន្នសិនបានឯងស្នាក់នៅទីនេះសិនទៅខ្ញុំនៅតែអាចរស់នៅទីនេះបានមែនទេឯងមកទីនេះដើម្បីរៀបការមិនមែនមកដើម្បីរងការធ្វើបាបនោះទេប្រសិនបើឯងចង់ចាក់ចេញដោយខ្លួនឯងពួកយើងក៏មិនខាត់ឯងដែរអរគុណហើយអ្វីបានជាអញក្រោកពីព្រលឹមម្លេះខ្ញុំគិតថានឹងដាំបាយមុនសិនមិនបាច់ដល់ដៃអញទេបាយចាំខ្ញុំជាអ្នកធ្វើឯងគ្រាន់តែអង្គុយចាំញ៉ាំទៅបានហើយខ្ញុំធ្វើការងារទាំងនេះសាំទៅហើយនៅផ្ទះត្រកូលយាយអាហារពេលព្រឹកគឺខ្ញុំជាអ្នកធ្វើរហូតមកបើមិនធ្វើទេនឹងត្រូវគេស្ដីបន្ទោសហើយនោះជាគ្រួសារត្រកូលយាយតែមកដល់គ្រួសារត្រកូលលីហើយត្រូវស្ដាប់ខ្ញុំសិនឯងពិតជាមិនចូលចិត្តនៅទំនេរមែនអ៊ីចឹងជួយបកអានេះទៅចាស់តាមពិតទៅមិនធ្វើបាយក៏មិនត្រូវគេជេរស្ដីដែរបកអស់ហើយចេញមកញ៉ាំបាយមកមិនបាច់ឯងលើកមកទេអង្គុយចុះញ៉ាំទៅខ្ញុំចាំអ្នកទាំងអស់គ្នាអង្គុយសិនចាំខ្ញុំមនុស្សក្នុងគ្រួសារតែមួយញ៉ាំបាយជាមួយគ្នាមិនបាច់គិតច្រើនពេកទេអង្គុយចុះមកមានរឿងអីមែនទេមីងរបស់ទាំងនេះលក់រួមគ្នាទាំងអស់មែនទេចាស់មែនហើយតើមានផ្ទះណាដែលមិនលក់បែបនេះទៅសន្សំវាទុកសិនចាំដល់ថ្ងៃផ្សារណាត់ចាំយកទៅលក់នៅទីប្រជុំជនបើបានតម្លៃល្អក៏លក់បានច្រើនបន្តិចបើគេបង្អាប់ថ្លៃក៏លក់តិចបន្តិចទៅអើយរបស់ក្នុងព្រៃភ្នំគឺមានវាសនាបែបហ្នឹងឯងអាចដូរបានលុយកាក់ខ្លះមកវិញក៏ចាត់ទុកថាល្អណាស់ទៅហើយតើឯងបែងចែករបស់ទាំងនេះធ្វើអីប្រភេទនេះនិងប្រភេទនេះលក់បានតម្លៃមិនដូចគ្នាទេមិនមែនសុទ្ធតែជាទំពាំងក្រៀមដូចគ្នាទេអីប៉ុន្តែអ្នកទិញរើសមកចត់ជាងអ្នកលក់ទៅទៀតអាខ្ចីយកទៅវិញស្រួលត្រាំទឹកធ្វើម្ហូបក៏ឆាប់ឆ្អិនដែរដែលចាស់វាធ្ងន់ជាងមើលទៅឃើញច្រើនយកទៅវិញអស់ទាំងទឹកអស់ទាំងភ្លើងបើច្របូកច្របល់ចូលគ្នាគេគ្រាន់តែឃើញភ្លាមនឹងបង្អាប់ថ្លៃមុនគេហើយកាលមុនអញធ្លាប់លក់ឬធ្លាប់ទៅផ្សារជាមួយពី3ដងដែរតើមើលយូរទៅនឹងដឹងថាគេរើសរកកំហុសយ៉ាងម៉េចហើយនៅផ្ទះមានសៀវភៅបញ្ជីចាស់ទេអញចង់មើលមែនទេរៀបចំអីវ៉ាន់ឲ្យមានរបៀបសិនរួចចាំមើលថាកាលមុនគេលក់យ៉ាងម៉េចនោះនឹងកាន់តែច្បាស់ហើយខ្ញុំទៅយកមកឲ្យលើកនេះលក់ផ្សិតទៅជាកណ្ដុរបាន2ថងកត់ទុក8យន្តលើកមុនទំពាំងក្រៀម1ថងតម្លៃ4យន្ត5កាក់តែមិនបានសរសេរចំនួនគីឡូទេគាត់ត្រាត្រឹមប្រហាក់ប្រហែលទៅបានហើយលក់អស់បានលុយមកវិញប៉ុន្មានពួកយើងដឹងច្បាស់ក្នុងចិត្តហើយទៅថ្ងៃមុខទំនិញប្រភេទណាត្រូវច្រក1ថងហើយផ្ញើទៅតាមនឹងរបស់ល្អរបស់បាក់បែករបស់ខ្ចីនិងរបស់ចាស់ត្រូវផ្ញើដាច់ដោយឡែកពីគ្នាលក់ឲ្យអ្នកណាក្នុងលើកណាខ្លះ1គីឡូប៉ុន្មានទោះបីជាខុសគ្នាតែមួយកាក់ក៏ត្រូវសរសេរឲ្យច្បាស់ដែរពេលត្រឡប់មកទៀងទាត់វិញនឹងដឹងថាលើកនេះចំណេញឬខាតហើយគាត់ត្រាបែបហ្នឹងពិតជាមានប្រយោជន៍មែនហ៎មានតើយ៉ាងហោចណាស់លើកក្រោយទៅទៀតក៏មិនបណ្ដោយឲ្យគេនិយាយថាប៉ុន្មានគឺប៉ុណ្ណឹងតាមចិត្តចង់នោះដែរអូរវល់ទាំងអស់គ្នាណាស់តើមីងលីមានការអីមែនទេគ្រូសាយើងពឹងឲ្យខ្ញុំមកប្រាប់ដំណឹងខាងបងស្រីឯងបានកំណត់ថ្ងៃរួចរាល់ហើយថ្ងៃខាងស្អែកនឹងរៀបចំពិធីជប់លៀងខាងផ្ទះបាននិយាយថាទោះជាយ៉ាងណាក៏ដោយក៏ជាការងារធំរបស់បងស្រីបង្កើតដែរចង់ឲ្យឯងនិងកូនប្រុសគ្រូសាលីទៅចូលរួមជាមួយគ្នា
កុំឲ្យអ្នកខាងក្រៅនិយាយដើមបានតើគាត់ទៅវិញធ្វើអីរឿងរ៉ាវពីមុនមិនទាន់ដោះស្រាយច្បាស់លាស់ផងពេលនេះបែរជានឹកឃើញដល់គាត់វិញហើយមីងនេះមិនមែនជាដំណឹងល្អទេអីមនុស្សច្រើនក្នុងផ្ទះតែងតែចង់រៀបចំឲ្យរួចរាល់ហើយយ៉ាងណាក៏ដោយខ្ញុំបាននាំពាក្យមកប្រាប់ហើយខ្ញុំសុំទៅមុនសិនណាតើឯងគិតយ៉ាងណាដែរពួកគេហៅខ្ញុំឲ្យត្រឡប់ទៅវិញគឺដោយសារតែគិតថាខ្ញុំនៅតែដូចពីមុនគ្រាន់តែហៅមួយម៉ាត់ក៏ត្រូវទៅជួយប៉ះទៅការខាតបង់របស់ពួកគេបើជាបែបនឹងហើយតើខ្ញុំមិនត្រូវត្រឡប់ទៅនិយាយឲ្យច្បាស់លាស់ទេបើឯងត្រឡប់ទៅវិញលើកនេះពួកគេប្រហែលជាគ្មានបំណងល្អទេថ្ងៃរៀបចំពិធីជប់លៀងមនុស្សច្រើនសម្ដីក៏ច្រើនប្រសិនបើពួកគេចង់យកលេសមនុស្សច្រើនដើម្បីសង្កត់សង្កិនឯងទៅម្នាក់ឯងច្បាស់ជាចាញ់ពីគេហើយពួកគេគ្រាន់តែចង់យកលេសមនុស្សច្រើនដើម្បីបង្ខំខ្ញុំឲ្យត្រឡប់ទៅរកស្ថានភាពដើមវិញប៉ុណ្ណោះប៉ុន្តែលើកនេះខ្ញុំមិនព្រមឡើយខ្ញុំទៅជាមួយឯងមានរឿងអីមែនទេរសៀលនេះខ្ញុំបានទៅទីប្រជុំជននេះសម្រាប់ឯងសម្រាប់ខ្ញុំហ៎សម្រាប់ឲ្យបានលឿនទៅនេះជាលើកទី1ហើយដែលខ្ញុំទទួលបានខោអាវថ្មីក្មេងស្រីរ៉ូម្នាក់នេះពិតជាមានវាសនាល្អមែននរណាថាមិនអញ្ចឹងវិលចុះកឡើងពិធីមង្គលការនៅតែរៀបចំដែរថែមទាំងរក្សាមុខមាត់បានទៀតពិតជាត្រឡប់មកវិញមែនអូយកូនម្នាក់នេះហេតុអីក៏ទើបតែមកដល់ពេលនេះខ្ញុំកំពុងតែគិតចង់ឲ្យគេទៅតាមឯងម្ដងទៀតហើយតើឆាប់ចូលមកចូលនៅខាងក្រៅធ្វើអីហ្នឹងត្រឡប់មកវិញគឺល្អហើយថ្ងៃនេះមនុស្សច្រើនណាស់គុំថ្លឹងនៅនឹងអីចូលក្នុងផ្ទះសិនទៅបានហើយចូលទៅនិយាយគ្នាក្នុងផ្ទះសិនទៅបងស្រីឯងនៅក្នុងនោះតើខាងឯងព្រមត្រឡប់មកវិញគឺល្អហើយខ្ញុំបារម្ភថាឯងពិតជាឃ្លាតឆ្ងាយពីគ្រួសារមែនទែនតើថ្ងៃនេះជាថ្ងៃដ៏សំខាន់របស់ខ្ញុំកុំខឹងងរងាក់ទៀតអីឯងអាចត្រឡប់មកវិញរឿងរ៉ាវមើលទៅល្អជាងមុនច្រើនណាស់សុទ្ធតែជាគ្រួសារតែមួយកុំធ្វើឲ្យស្ថានភាពតានតឹងអីអញ្ចឹងហើយខ្ញុំមកវិញគឺដើម្បីជួយទប់មុខមាត់ឲ្យពួកឯងមែនទេកុំនិយាយសម្ដីគំរោះគំរើយដាក់គ្នាពេកអីមនុស្សខាងក្រៅឃើញឯងត្រឡប់មកវិញនៅថ្ងៃនេះនឹងដឹងដោយស្វ័យប្រវត្តិថាគ្រួសារយាយនិងគ្រួសារលីមិនបានជួបទាស់ទែងគ្នាទេធ្វើបែបនេះល្អសម្រាប់គ្រប់គ្នាល្អសម្រាប់គ្រប់គ្នាតើវាល្អសម្រាប់គ្រួសារយាយឬក៏ល្អសម្រាប់ពួកឯងអូយកុំឈរនិយាយអីមានភ្ញៀវមកខាងមុខទៀតហើយឯងយកតែទៅជុំភ្ញៀវទៅចាំរវល់រួចរាល់ចាំបងប្អូនស្រីឯងអង្គុយជែកគ្នាតែមួយពេលនេះថ្ងៃនេះខ្ញុំមិនលើកជូនជំនួសគ្រួសារយាយទេអូយខាងឯងនិយាយឈួតអីហ្នឹងតើថ្ងៃនេះជាថ្ងៃអ្វីទៅពួកឯងហៅខ្ញុំមកវិញមិនមែនដោយសារនឹកនាខ្ញុំទេហើយក៏មិនមែននឹកនាដល់មនុស្សសញ្ចិត្តណាបងប្អូនស្រីអីដែរគឺពួកឯងខ្លាចអ្នកភូមិសួរនាំពីរឿងគ្រួសារលីនោះខ្លាចថាបើខ្ញុំមិនមកវិញអ្នកអតីនឹងដឹងថាពួកឯងធ្វើហួសហេតុពេកហើយខ្លាចថាទោះបីជាពិធីជប់លៀងនេះរៀបចំឡើងអធិកអធមយ៉ាងណាក៏ដោយក៏មិនអាចជួយស្រោចស្រង់មុខមាត់បានដែរពិតមកទៅតើអ្នកទាំងអស់គ្នាមិនឆ្ងល់ទេអីថ្ងៃនេះចំពេលល្អហើយដែលខ្ញុំយកសម្ដីនេះមកនិយាយឲ្យច្បាស់នៅចំពោះមុខអ្នករាល់គ្នាបងស្រីខ្ញុំខ្ពើមគ្រួសារលីថាក៏ខ្ពើមតំបន់ភ្នំថាលំបាកមិនព្រមទៅហើយខ្លាចខ្មាស់គេចំពោះគ្រួសារយាយក៏រឹងខ្ញុំឲ្យចេញមកដោះស្រាយបញ្ហាជំនួសតើឯងចាំបាច់ត្រូវធ្វើឲ្យខ្ញុំខ្មាស់គេនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះមែនទេអ្នកដែលធ្វើឲ្យបងខ្មាស់គេមិនមែនជាខ្ញុំទេគឺខ្លួនបងតដែលដើរថយក្រោយមួយជំហាននោះតែបែរជាចង់ឲ្យខ្ញុំដើរផ្លូវដែលនៅសល់ជំនួសបងទៅវិញមានអីនិយាយគ្នាស្រួលបួលកុំប្រើដៃជើងចាប់ពីថ្ងៃនេះទៅទ្វារផ្ទះត្រកូលយាយខ្ញុំមិនចូលឡើយរឿងរ៉ាវត្រកូលយាយខ្ញុំមិនពាក់ព័ន្ធឡើយជឿទេមិនជឿទេឯងភ្លេចទុកនៅលើទៅហើយមិញនេះខ្ញុំបង្កចំនួនធំពេកហើយមែនទេខ្ញុំគ្រាន់តែអន់ចិត្តដែលពេលឯងក្រវែងពេញតែមិនបានប្រាប់ខ្ញុំជាមុនបើកុំអីខ្ញុំអាចជួយឯងសម្ដែងតាំងពីដំបូងបាត់ទៅហើយតាមពិតទៅមានគេនៅខាងខ្ញុំតើយ៉ាងម៉េចហើយពួកគេមិនបានធ្វើបាបឯងទេមែនទេមានរឿងឈ្លោះប្រកែកគ្នាទេនិយាយគ្នាឲ្យច្បាស់ហើយនិយាយគ្នាឲ្យច្បាស់បែបហ្នឹងគឺល្អហើយ
គួរតែឲ្យពួកគេដឹងតាំងពីដំបូងម្ល៉េះឯងមិនមែនជាអ្នកដែលពួកគេចង់អូសទៅជួយដោះស្រាយបញ្ហាតាមចិត្តចង់នោះទេហ៎គម្រោងការរបស់គ្រួសារយើងថ្ងៃនេះត្រូវបានឯងលាតត្រដាងនៅចំពោះមុខមនុស្សគ្រប់គ្នាហើយឯងសម្រាប់សិនទៅខ្ញុំមិនហត់ទេខ្ញុំសរសេរបំពេញផ្នែកដែលមិនទាន់រួចរាល់សម្រាប់ថ្ងៃនេះសិនថងក្របវ៉ាណាត់ត្រូវធ្វើសញ្ញាសម្គាល់បន្ថែមក្រែងលោថ្ងៃស្អែកយកច្រឡំគ្នាផ្សិតទៅជាកណ្ដុរនៅខាងនោះនៅសល់ពីចង្អេរទៀតត្រូវប្រែឯងសរសេរទៅខ្ញុំរៀបចំគ្រឿងសម្អាងចា៎បើតម្លៃទាបពេកគុំលក់ឬទេឥឡូវនេះចែកគ្នាដាច់ស្រឡះហើយមិនអាចបណ្ដោយឲ្យគេយកទៅទាំងមិនដឹងអីដូចពីមុនទៀតទេដឹងទេត្រឡប់មកវិញហើយលក់អស់ហើយមិនខុសទេនេះជាតម្លៃដែលបានកត់ទុកបន្ទាប់ពីបំបែកទំនិញទាំងអស់រួចអ្នកទិញខ្លួនឯងក៏និយាយថាមើលទៅស្រួលភ្នែកដែរពួកអ្នកបង្អាប់ថ្លៃនៅតែចង់គិតលីឡំគ្នាដូចពីមុនទៀតខ្ញុំមិនព្រមចុះថ្លៃទេក្រោយមកមានអ្នករត់ទៅនៅហាងបាយក្នុងស្រុកម្នាក់បានមកក្រឡេកភ្នែកភ្លាមក៏ពេញចិត្តនឹងទំពាំងក្រៀមខ្ចីនិងសិទ្ធិជាតិកណ្ដុរទាំងបានឲ្យតម្លៃតាមតម្លៃទំនិញល្អផ្ទាល់តែម្ដងឯងប្រញាប់កាន់ងារទៅមើលកាន់ងារថាតើថ្ងៃនេះបានច្រើនជាងមុនប៉ុន្មានឲ្យប្រាកដច្រើនជាងទំនិញដែលកាលពីមុនដល់ទៅជាង 30% ទៅទៀតហាហាខ្ញុំដឹងថាក្មេងស្រីម្នាក់នេះពិតជាពូកែគិតគូរណាស់បានសម្រេចមែនការខាតបង់កាលពីមុនពិតជាខាតទាំងមិនដឹងខ្លួនមែនផ្លូវដែលជ្រើសរើសមិនខុសទេទៅថ្ងៃមុខលក់មិនលីឡំគ្នាទៀតទេស្អែកនេះខ្ញុំនឹងរើសយកទំពាំងក្រៀមបន្តិចបន្តួចនៅខាងក្រោយនោះចេញអស់ដែរប្រម៉ូទិញតាមវិធីរបស់ឯងនេះទៅថ្ងៃក្រោយចង់លក់លីឡំគ្នាក៏មិនកើតដែរកាលពីយប់មិញឯងទៅតែគេងបានបន្តិចសោះព្រឹកព្រលឹមឡើងក៏ចាប់ដើមធ្វើការទៀតហើយមិនខ្លាចស្រវាំងភ្នែកទេជាពេលដែលនៅចាំច្បាស់ត្រូវបំពេញវាឲ្យគ្រប់សិនដើម្បីកុំឲ្យច្រឡំគ្នានៅពេលច្រឡំចូលគ្នាទៅជាបញ្ហាធំតាំងពីអាសើត្រឡប់មកវិញកាលពីម្សិលមិញខ្ញុំគេងមិនលក់ស្រួលពេញមួយយប់ប្រែខ្លួនចុះឡើងគិតតែពីរឿងទំនិញពីមុនថាត្រូវខាតបង់លក់បានថោកជាងមុនអស់ប៉ុន្មានឥឡូវទើបដឹងថាជាចិត្តមែនទេប៉ុន្មានឆ្នាំមុនពេលគេបង្អាប់ថ្លៃអ្នកតែងតែនិយាយថារបស់របរក្នុងព្រៃភ្នំវាមានវាសនាតែប៉ុណ្្នឹងឯងមិនមែនមិនដឹងថាជាចាប់នោះទេគឺមិនដឹងថាជាចាប់នៅត្រង់ណាទេអូហូក្រោកពីព្រលឹមម្លេះហាហាបងស្រីថ្លៃទី5ចូលមកលេងសិនមកខ្ញុំគ្រាន់តែដើរកាត់ក៏ចូលមកមើលឬថាទំនិញពី3មុខរបស់ផ្ទះអ្នកលក់ដាច់ខ្លាំងណាស់កាលពីម្សិលមិញថែមទាំងបែងចែកលក់ដាច់ដោយឡែកពីគ្នាស្រួលជាងមុនមែនទេប្តីខ្ញុំទៅភ្នំកាលពីមុនក៏បានយកផ្សិតត្រចៀកកណ្ដុរនិងគ្រាប់វ៉ាណាត់មកខ្លះដែរខ្ញុំគិតថាបើអ្នកពិតជាមានមួយឬមានច្រកចេញមែនតើអាចជួយមើលបន្តិចបានទេមើលប្រភេទអីវ៉ាន់សិនមើលឲ្យច្បាស់សិនចាំនិយាយរឿងផ្សេងទៀតហេតុអ្វីមិនបានមិនមែនមិនបានទេគឺត្រូវតែបែងចែកប្រភេទសិនចុះចាំបាច់បែងចែកធ្វើអីទៀតមួយនេះវាទន់មួយនេះបែកបាក់អស់ហើយបើឯងលក់លាយគ្នាបើគេចាប់មួយក្តាប់ទៅឃើញអាទន់គេនឹងចាត់ទុកថាមួយបាល់នឹងជាបង្កប់របស់ខ្លាំងៗហើយពិតជាខុសគ្នាខ្លាំងដល់ថ្នាក់នឹងមែនមើលដឹងខុសគ្នាច្បាស់ណាស់បើឯងពិតជាចង់ឲ្យខ្ញុំជួយយកទៅលក់ឲ្យលើកនេះមែនត្រូវនិយាយគ្នាពីច្បាប់ទម្លាប់ជាមុនសិនឯងយកមកប៉ុន្មានត្រូវថ្លឹងនៅចំពោះមុខចែកជាប៉ុន្មានមុខក៏ត្រូវគិតនៅចំពោះមុខដែរលក់អស់បានលុយមកវិញប៉ុន្មានក៏ត្រូវផ្ទៀងផ្ទាត់នៅចំពោះមុខឯងដែរចុះពួកឯងបានចំណែកយ៉ាងម៉េចពីក្នុងហ្នឹងលើកនេះសាកល្បងសិនមិនយកភាគរយពីឯងទេធ្វើឲ្យស្គាល់ច្រកល្ហកច្បាស់លាស់សិនទៅថ្ងៃមុខបើធ្វើធំចេញពីវាំងគិតគ្នាយ៉ាងម៉េចចាំនិយាយគ្នាក្រោយព្រមអីចឹងធ្វើតាមអ្វីដែលឯងនិយាយទៅគំនោនេះទម្ងន់3ចិញ្ចៀង2ខាំគំនោដែលទុននេះត្រូវទុកដោយឡែកកំទេចស្លឹកឈើនេះពិតជាមិនតិចទេណាលាយចូលគ្នាមើលទៅឃើញច្រើនដល់ពេលលក់គឺខាតបង់បំផុតហើយឯងមើលទៅយកព្រមទេយកព្រមយកនេះទៅទុកទៀងទាត់បញ្ជីពេលក្រោយទុកឲ្យខ្ញុំមួយសន្លឹកដែរទុកវាទៅពេលក្រោយខ្វះខាតឬលើសលប់បន្តិចបន្តួចយើងនឹងដឹងច្បាស់អញ្ចឹងខ្ញុំចាំដំណឹងពីអ្នកទាំងអស់គ្នាណាពេលដឹងច្បាស់ហើយខ្ញុំនឹងប្រាប់អ្នកខ្ញុំទៅតែជួបបងស្រីលាវនៅតាមផ្លូវអំបញ្ញមិញពីគាត់និយាយថានៅទីនេះអ្នកអាចបែងចែកនិងសម្របសម្រួលទំនិញផ្ទាល់មុខបានទៀតផង
ចៃដន្យល្អណាស់ខ្ញុំក៏បានយកទំពាំងមកខ្លះដែរទំពាំងព្រាមនឹងសិតទៅជាកណ្ដុរព័ត៌មានរបស់អ្នកពិតជាលឿនរហ័សណាស់មែនទេតម្លៃដែលគ្រូសាអ្នកលក់បានការពីម្សិលមិញមនុស្សពាក់កណ្ដាលភូមិដឹងអស់ហើយទំពាំងព្រាមបន្តិចបន្តួចរបស់ខ្ញុំកោទុក2វគ្គហើយនៅតែលក់មិនទាន់ចេញទៀតបើអូបន្លាយពេលទៀតខ្លាចតែវានឹងឡើងវិញគួរតែមកសាកល្បងមើលប្រសើរជាងខ្ញុំដឹងថាទំនិញទាំងនេះមិនទាន់បានរៀបចំទុកដាក់បានល្អអ្នកមើលការបែងចែកទៅតាមការគួរចុះលក់បានប៉ុន្មានយកប៉ុណ្ណឹងចុះឲ្យតែមិនខ្ជះខ្ជាយឬខូចខាតទៅគឺបានហើយបែងចែកបានតើប៉ុន្តែច្បាប់ទម្លាប់គឺនៅតែដូចដើមថ្លឹងសិនចាំបែងចែករួចចាំគិតលុយលក់អស់បានលុយប៉ុន្មានផ្ទៀងផ្ទាត់តាមបញ្ជីដែលឯងសរសេរខ្ញុំចាំមើលនៅទីនេះហើយកុំឲ្យខ្ញុំត្រឡប់ទៅវិញនិយាយមិនច្បាស់លាស់ក្មេងស្រីម្នាក់នេះពិតជាគូក្បាលរហ័សណាស់គ្រាន់តែឃើញនាងចងក្រដាសកត់ត្រាទាំងនោះខ្ញុំក៏ខ្លាចស្រវាងភ្នែកដែរតែនាងបែរជាមិនច្រឡំបន្តិចសោះនៅខ្វះអ្វីទៀតខ្លះកន្លែងសម្រាប់ជួក្រដាសកត់ត្រាដាក់លើទូរហូតងាយនឹងច្របូកច្របល់ណាស់អូហូព្យួរបែបនេះមើលទៅច្បាស់ល្អណាស់ឥឡូវនេះទើបតែចាប់ផ្ដើមទេទំនិញកាន់តែច្រើនច្បាប់ទម្លាប់ត្រូវតែច្បាស់លាស់ជាងមុនបើមិនដូច្នោះទេតែពីថ្ងៃនឹងល្ងាចហើយខ្ញុំខ្លាចតែរឿងនឹងឯងមនុស្សកាន់តែច្រើនទំនិញកាន់តែចម្រុះក្រោយមកខ្វះមួយដំឡឹងលើសមួយជីគង់តែមានគេមករកដល់កន្លែងមិនខានដូច្នេះត្រូវតែគិតលុយចំពោះមុខចែកចំពោះមុខនិងទុកក្រដាសកត់ត្រាចំពោះមុខរបស់របរកាន់តែឆ្លងកាត់ដៃច្រើនគឺកាន់តែមិនអាចរំលងជំហាននេះបានឡើយថាំពីថ្ងៃនេះខាងអ្នកឯងមានចលនាមិនតូចទេណានៅក្នុងភូមិមានមនុស្សចាប់ដើមមានគំនិតអាក្រក់ហើយវាមិនមែនសាមញ្ញត្រឹមតែនិយាយពី3ម៉ាត់នោះទេឯងត្រូវតែមើលទំនិញនិងបញ្ជីឲ្យបានហ្មត់ចត់បន្តិចតើនរណាដែលនិយាយដើមគេហ្នឹងតើអាចមាននរណាផ្សេងទៀតទៅគឺខាងគ្រួសារយើងនឹងឯងយាយរ៉ូណូនិយាយពាក្យឌឺដងនៅខាងក្រៅបន្តិចទេនិយាយថាថាំឥឡូវនេះចេះធ្វើរកពីហើយកាន់ក្រដាសពី3សន្លឹកនិងចិញ្ចៀនពី3ធ្វើពុតដូចជាថៅកែពិតប្រាកដអញ្ចឹងអ្វីដែលនាងនិយាយមិនទាន់ចាត់ទុកថាពិបាកស្ដាប់ចាំឈ្មោះម្នាក់នោះរត់តែខ្លាំងជាងនេះទៅទៀតនិយាយថាការលក់ជំនួសគឺលក់ជំនួសហើយតែអ្នកណាទៅដឹងថាមានបាត់បង់ខ្លះឬអត់ខ្លួនឯងធ្វើរឿងល្អមិនកើតក៏មិនចង់ឃើញអ្នកអតីតធ្វើបានសម្រេចដែរសម្ដីបែបនេះក៏ហ៊ាននិយាយចេញមករួចដែរតើមានអ្នករកស៊ីឯណាដែលមិនកាន់បញ្ជីនៅក្នុងដៃខ្លួនឯងនោះឥឡូវនេះពួកគេមិនហ៊ានមកប្រជុំមុខផ្ទាល់ជាមួយខ្ញុំទេបានត្រឹមតែđangនិយាយពាក្យចាំអារ៉ាមនៅខាងក្រៅប៉ុណ្ណោះចុះឯងមិនប្រញាប់ទេអីប្រញាប់ក៏គ្មានប្រយោជន៍ដែរអ្វីដែលពួកគេចង់បានគឺឲ្យពួកយើងវឹកវរមុនសិនឲ្យតែពួកយើងវឹកវរភ្លាមភាពវឹកវរនឹងចលាចលនិយាយអ្វីទៀតក៏គ្មានប្រយោជន៍ដែរតែពួកគេមកបង្កការរំខានបែបនេះចុះបើធ្វើឲ្យអ្នកដទៃសង្ស័យមែនទែននោះគង់តែមានអ្នកសង្ស័យមិនខានតែឲ្យតែរបស់របរនឹងចំនួនត្រូវគ្នាការសង្ស័យនោះនឹងរលាយបាត់ទៅឯងចុះហេតុអ្វីបានជាអ្នកទាំងពីរមកទីនេះឥឡូវនេះគ្រូសាមេភូមិតកូលីប្រមូលទិញទំនិញញាប់ដៃញាប់ជើងណាស់ឲ្យតែទំនិញរបស់អ្នកណាផ្ញើទៅទីនោះបញ្ជីការងាររបស់អ្នកនោះនឹងស្ថិតក្នុងដៃរបស់ពួកគេហើយបើខ្វះខាតបន្តិចបន្តួចមែននោះតើអ្នកដទៃអាចបកស្រាយឲ្យច្បាស់លាស់បានយ៉ាងម៉េចខ្ញុំក៏មិនមែនចង់និយាយថាគ្រូសាតកូលីមានគំនិតអាក្រក់នោះដែរគ្រាន់តែរឿងនេះវាពាក់ព័ន្ធនឹងគ្រូសាជាច្រើនក្នុងផ្ទះពេលផ្ញើទំនិញទៅហើយតើបានលុយត្រឡប់មកវិញយ៉ាងម៉េចតើការខូចខាតទៀតយ៉ាងម៉េចមេភូមិរឿងនេះមិនមែនជារឿងតូចតែទេឥឡូវនេះមានតែគ្រូសាពី3ប៉ុណ្ណោះដែលដឹកទំនិញមកប្រគល់ទៅថ្ងៃក្រោយប្រសិនបើអ្នកភូមិពាក់កណ្ដាលយករបស់របរមកផ្ញើនៅផ្ទះតកូលីដល់ពេលនោះបញ្ជីការងារច្របូកច្របល់តើនរណាជាអ្នកទទួលខុសត្រូវបើតាមខ្ញុំនិយាយគួរតែឆ្លៀតពេលដែលរឿងមិនទាន់រីករាលដាលធំហើយគ្រូសាតកូលីមកនៅចំពោះមុខគ្រូសាដែលបានដឹកទំនិញមកប្រគល់ទាំងនោះលាតត្រដាងសិភៅបញ្ជីនិងគំរូទំនិញទាំងអស់ចេញមកនិយាយគ្នាឲ្យច្បាស់លាស់អ្នកទាំងពីរពិតជាបារម្ភខ្លាំងណាស់មិនមែនជាការបារម្ភទេពួកយើងជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាទៅថ្ងៃមុខមិនអាចព្រោះតែទំនិញបន្តិចបន្តួចនេះធ្វើឲ្យខូចទំនាក់ទំនងបើអញ្ចឹងហើយពួកគេមកសួរនាំឲ្យច្បាស់លាស់ទៅវាប្រសើរជាងទុកឲ្យរឿងរ៉ាវរីករាលដាលធំនៅថ្ងៃក្រោយថាងគុំយល់ច្រឡំអីដែលហើយអ្នករាល់គ្នាមកនៅថ្ងៃនេះគឺដើម្បីឲ្យគ្រប់គ្នាសួរនាំរឿងរ៉ាវឲ្យបានច្បាស់លាស់ចង់សួរអ្វីនិយាយត្រង់មកទី1ទំនិញដឹកទៅដល់ផ្ទះអ្នកបែងចែកយ៉ាងម៉េចផ្ញើយ៉ាងម៉េចទី2លក់បានលុយប៉ុន្មានតើវាក៏អាស្រ័យលើអ្នកថាប៉ុន្មានគឺប៉ុណ្ណឹងមែនទេទី3ការខូចខាតនិងការកាត់កម្រៃជើងសារនៅចន្លោះនោះតើអ្នកណាអាចមើលដឹងច្បាស់ទៅ
ត្រូវហើយមិនខុសសំបីតែមួយម៉ាត់ពីក្រដាសនៅក្នុងដៃខ្ញុំនេះទេពិតជាចាំបានលំអិតដល់ថ្នាក់នេះមែនបងស្រីថ្លៃស៊ូត្រពាំងក្រៀមខ្ចីរបស់ខ្ញុំ2ចិន2ឡាំងត្រពាំងក្រៀមចាស់1ចិន8ឡាំងសិតទៅជាកណ្ដុរម៉ូ2ចិនកន្លះសិតទៅជាកណ្ដុរកំទេច7ឡាំងត្រូវទេត្រូវហើយថ្ងៃនោះអ្នកខ្លឹងនៅចំពោះមុខខ្ញុំតើខ្លួនខ្ញុំផ្ទាល់ក៏នៅចាំដែរនេះជាតម្លៃដែលលីស៊ឺលក់បានកាលពីម្សិលមិញគ្រាប់វ៉ាល់ណាត់មួយប៉ុន្មានសម្បុករេសប៉ុន្មានត្រពាំងក្រៀមខ្ចីប៉ុន្មានត្រពាំងក្រៀមចាស់ប៉ុន្មានគឺនៅទីនេះទាំងអស់ចំណែករបស់មីង5លក់បានប៉ុន្មានចំណែករបស់បងស្រីស៊ូលក់បានប៉ុន្មានក៏បានកត់ត្រាដាច់ដោយឡែកពីគ្នាដែរចំណែករបស់មីង5សិតទៅជាកណ្ដុរទាំងមូលត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាមួយកម្រិតចំណែកដែលទុនត្រូវបានបញ្ចុះតម្លៃ5%សិតទៅជាកណ្ដុរដែលបាក់បែកត្រូវគិតផ្សេងលក់ជាប់ជាមួយគ្រាប់វ៉ាល់ណាត់គ្រាប់ពេញនិងគ្រាប់រេសត្រូវគិតដាច់ដោយឡែកពីគ្នាសរុបទៅបើធៀបនឹងគាត់ផ្ទាល់ការយកទៅលក់នៅទីប្រជុំជនលើកមុនគឺបានច្រើនជាងមុន2យន្ត40កាក់រឿងនេះខ្ញុំទទួលស្គាល់លុយត្រូវបានប្រគល់ដល់ដៃខ្ញុំតាំងពីមុនពេលបាយល្ងាចចំសើមិញម្លេះអ្នកផ្ទះរបស់ខ្ញុំរាប់ដល់ទៅ2ដងឯណោះចំណែកពន្លកឫស្សីក្រៀមខ្ចីរបស់បងស្រីស៊ូលក់ដាច់បំផុតពន្លកឫស្សីក្រៀមចាស់រៀងអស់បន្តិចប៉ុន្តែចំនួនសរុបក៏នៅតែខ្ពស់ជាងការប៉ាន់ស្មានដំបូងរបស់គាត់ដែរគ្រួសារមួយឬពីរយល់ព្រមមិនមែនមានន័យថារាល់គ្នាព្រមទាំងអស់នោះទេចុះបើជួបអ្នកដែលមិនបានទុកកំណត់ត្រាទុកជាភស្តុតាងវិញចុះបើក្រដាសស្កត់ត្រាត្រូវបានកែប្រែនៅក្នុងដៃរបស់អ្នកវិញនេះជាអ្វីដែលបានជួននៅលើកងក្បែរបង្អួតផ្ទះត្រកូលីពេលដែលគ្រួសារនីមួយយកទំនិញមកប្រគល់ដែលមានកត់ត្រាឈ្មោះទំនិញនិងទម្ងន់យ៉ាងច្បាស់លាស់អ្នកណាដែលគិតថាបានខ្វះខាតថ្ងៃនេះនៅចំពោះមុខមេភូមិនិងអ្នករាល់គ្នាអាចមកផ្ទៀងផ្ទាត់បញ្ជីនេះបានការជួយដោយចិត្តធម៌មិនមែនមានន័យថាមិនបានទទួលផលប្រយោជន៍ពីក្នុងនោះទេពួកឯងជួយលក់ទំនិញតើខំប្រឹងទេមែនទេចាំទៅថ្ងៃមុខពេលវាខ្លាយជាច្បាប់ទម្លាប់ពិតប្រាកដហើយអ្នកណាខ្លះចេញពីវាំងអ្នកណារកការអ្នកណាកត់បញ្ជីប៉ុន្តែឥឡូវនេះឯងយករឿងដែលអាចនឹងកើតឡើងនៅថ្ងៃក្រោយមកលុបលាងបញ្ជីដែលបានកត់ត្រាយ៉ាងច្បាស់លាស់នៅថ្ងៃនេះគឺមិនសមរម្យទេពិតមែនហើយគេមិនទាន់បានយកលុយកាក់កម្លាំងញើសឈាមយើងមួយកាក់មួយសេនផងក៏ជួយលក់ទំនិញឲ្យយើងបានថ្លៃខ្ពស់បាត់ទៅហើយសំណួររបស់អ្នកនេះហាក់ដូចជាហួសហេតុបន្តិចហើយប៉ុន្តែទោះជាយ៉ាងណាគេនៅតែជាមនុស្សរបស់គ្រូសាលីសៀវភៅបញ្ជីកណេឲ្យក៏នៅក្នុងដៃគេទាំងអស់ដែរតើអ្នកណាទៅដឹងថាថ្ងៃក្រោយអាចនឹងថ្ងៃនេះគ្រប់គ្នាមកអង្គុយនៅទីនេះមិនមែនដោយសារតែបារម្ភថាទំនិញឆ្លងកាត់ដៃអ្នកណាហើយការប្រមូលប្រាក់នឹងក្លាយជាបញ្ជីឯកជនរបស់គ្រួសារនោះទេបើអីចឹងទៅថ្ងៃមុខកុំពឹងផ្អែកតែលើគ្រួសារលីតែមួយក្នុងការប្រមូលនិងកត់ត្រាបញ្ជីទៀតអីតើអ្នកមានន័យថាម៉េចបើចង់ធ្វើគឺគ្រប់គ្នាត្រូវធ្វើរួមគ្នាតាមច្បាប់ទម្លាប់អ្នកដឹកទំនិញត្រូវថ្លឹងនិងកត់ត្រាបញ្ជីផ្ទាល់ភ្នែកមិនមែនមានភ្នែកតែមួយគូសម្លឹងមើលនោះទេហើយការទូទាត់ប្រាក់ត្រឡប់មកវិញក៏មិនមែនមានមាត់តែមួយជាអ្នករីកាដែរអ្នកណាដឹកទំនិញប៉ុន្មានគឺអ្នកនោះត្រូវចុះហត្ថលេខានិងប្រឌិតមេដៃទទួលស្គាល់អ្នកណាជាអ្នកចេញទំនិញអ្នកនោះជាអ្នកកត់ត្រាបញ្ជីបើសិនជាអាចធ្វើបែបនេះបានមែនខ្ញុំពិតជាយល់ព្រមយ៉ាងណាមិញទំនិញបន្តិចបន្តួចរបស់គ្រួសារខ្ញុំបើលក់ខ្លួនឯងក៏មិនបានថ្លៃដែរដូច្នេះខ្ញុំយល់ព្រមយ៉ាងហោចណាស់ធ្វើបែបនេះវាច្បាស់លាស់ហើយទំនិញក៏មិនត្រូវខូចខាតឥតប្រយោជន៍ដែរគ្រប់យ៉ាងត្រូវបង្ហាញឲ្យច្បាស់លាស់ជាចំណេញវាពិតជាស្រួលជាងការរត់ទៅទីប្រជុំជនដោយខ្លួនឯងទៅទៀតយ៉ាងហោចណាស់ក៏ដឹងច្បាស់ក្នុងចិត្តថាលក់បានតិចច្រើនដែរកាន់នេះពី3នេះរបស់គ្រួសារលីខ្ញុំបានមើលច្បាស់ហើយអ្នកដឹកជញ្ជូនទំនិញក៏ទទួលស្គាល់ដែរក្នុងពេលដែលទទួលស្គាល់ហើយមិនបាច់ដើរនិយាយប្រាប់គេឯងទៀតទេក្នុងពេលដែលសម្ដីថ្ងៃនេះនិយាយមកដល់ត្រឹមនេះហើយទៅថ្ងៃក្រោយបើសិនជាមានអ្នកចង់ធ្វើរួមគ្នាទៅតាមច្បាប់ទម្លាប់មែននោះខ្ញុំរីករាយនឹងយកវិធីធ្វើបញ្ជីនេះមកចែករំលែកនៅចំពោះមុខអ្នករាល់គ្នាទុកឲ្យអ្នករាល់គ្នាត្រឡប់ទៅគិតពិចារណារៀងខ្លួនសិនចុះបើចង់ធ្វើមែនទែនក៏មិនអាចធ្វើទាំងមិនដឹងអីដែរកុំទាន់ឲ្យកម្រើកឈរឲ្យជាប់សិនចាំនិយាយគ្នាគាត់ចង់ដើរតាមទៅមើលនៅខាងកន្លែងជីកនោះរអិលជើងឈរមិនជាប់កន្លែងនោះឲ្យតែជន់ទៅគឺក្លែងខ្លួនភ្លាមពូចឹងកុំកម្រើកអីមើលទំនិញសិនថាអាចស្រោចស្រង់បានប៉ុន្មានតើនេះកើតឡើងយ៉ាងម៉េចទៀតហើយនៅត្រង់ម្ដុំមុខខាងនោះមីសុងស្ពីទំនិញពិបាកដែរណាស់គាត់ក៏អើជើងស្ទើរតែធ្លាក់ទៅក្រោមទាំងមនុស្សទាំងទំនិញទៅហើយមេភូមិផ្លូវនៃការលក់ដូរនេះគ្រប់គ្នាបានចាប់ដើមមានចិត្តចង់ធ្វើហើយប៉ុន្តែបើចង់បោះជំហានទៅមុខពិតមែនបើគ្រាន់តែពឹងលើមនុស្សលីសែងផ្លូវនោះនឹងធ្វើឲ្យទាំងមនុស្សទាំងទំនិញត្រូវជាប់ទាំងមិនខានតាមពិតខ្ញុំក៏ចង់រកអ្នកដើម្បីនិយាយពីរឿងនេះដែរមិននឹកស្មានថាទើបតែមកដល់ក៏ជួបឡើយចឹងដួលរបួសដល់ថ្នាក់នេះសោះលើកនេះអ្នកដែលដួលគឺពូជេងហើយដែលខូចខាតគឺទំនិញមួយកន្ត្រកនេះទៅថ្ងៃមុខទៀតបើទំនិញកាន់តែច្រើនមនុស្សកាន់តែច្រើនអ្នកដែលជាប់ទាំងនឹងមិនមែនត្រឹមតែមួយគ្រួសារនោះទេទៅទីធ្លាផ្ទះខ្ញុំទៅថ្ងៃនេះហៅមនុស្សមកឲ្យជុំគ្នាដើម្បីប្រជុំនិយាយគ្នាថ្ងៃនេះដែលជួបជុំគ្នានៅទីនេះមិនមែននិយាយតែរឿងលក់ដូរនោះទេគឺត្រូវនិយាយពីរឿងផ្លូវថែមទៀតថងក្នុងពេលដែលឯងជាអ្នកផ្ដើមគំនិតនេះឡើងក៏និយាយឲ្យអស់សេចក្តីទៅទាំងនេះសុទ្ធតែជាការខាតបង់ដែលបានជួបប្រទះតាមផ្លូវពីរលើកនេះគ្រប់វ៉ាណាត់បែកបាក់អស់លក់មិនបានថ្លៃពេញលេញទេពន្លកឫស្សីក្រៀមប្រឡាក់ដីពេលគេរើបន្តិចបន្តួចគេនឹងបញ្ចុះតម្លៃភ្លាមសិតទៅជាកណ្ដោស្អស់ទុនអស់មើលទៅមួយបើមិនស្អាតតតែសោះឬមួយផ្នែកពីផ្ទះទៅទីប្រជុំជននេះក៏ជ្រុះបាត់បង់ខ្លះនៅលើផ្លូវសិនទៅជ្រុះបាត់បង់ខ្លះតាមផ្លូវក៏នៅតែគ្រាន់បើជាងទុកឲ្យលួចនៅផ្ទះដែរជ្រុះបាត់បង់ខ្លះថ្ងៃនេះអ្នកទ្រាំបានថ្ងៃស្អែកអ្នកក៏ទ្រាំបានទៀតតែបើអ្នករាល់គ្នាផ្ដើមដឹកជញ្ជូនទៅអ្នកលីសែងកាន់តែហត់អីវ៉ាន់កាន់តែច្រើនអ្វីដែលជ្រុះបាត់បង់មិនមែនត្រឹមតែបន្តិចបន្តួចនោះទេ
ការងារស្រែចម្ការរបស់ម្នាក់រវល់ធ្វើមិនទាន់ផងនៅនិយាយរឿងកាន់ចប់កាប់មកធ្វើផ្លូវទៀតគ្រូសាត្រកូលីរបស់អ្នកឃើញថាការលក់ដូរមានចំណេញហើយតើចង់ខ្ចីកម្លាំងអ្នកភូមិទាំងអស់ដើម្បីសម្រួលដល់ខ្លួនឯងមែនទេនិយាយរឿងធ្វើផ្លូវស្រួលណាស់តើនរណាជាអ្នកចេញកម្លាំងហើយនរណាជាអ្នកចេញថ្លៃអាហារផ្នែកចាប់ពីច្រកចូលភូមិរហូតដល់ចំណោទថ្មគឺខូចខាតខ្លាំងជាងគេនៅទីនេះភក់ជ្រៅហើយរអិលណាស់នៅទីនេះក្បែរចំណោទតែត្រេកបន្តិចអីវ៉ាន់នឹងរប៉ាត់របាយអស់ហើយកន្លែងបត់នៅទីនេះចង្អៀតណាស់អ្នកលីសែងរបស់ធ្ងន់មិនអាចដើរកាត់បានទេអ្វីដែលត្រូវធ្វើមុនគេមិនមែនជាផ្លូវភ្នំទាំងមូលនោះទេគឺធ្វើផ្នែកនេះដោយបែងចែកជាដំណាក់កាលថ្ងៃនេះធ្វើមួយកំណាត់នេះថ្ងៃស្អែកធ្វើមួយកំណាត់នោះផ្ទះណាអាចជួយបានកន្លះថ្ងៃគាត់កន្លះថ្ងៃអាចជួយបានមួយថ្ងៃគាត់មួយថ្ងៃមិនមែនឲ្យអ្នករាល់គ្នាបោះបង់ការងារស្រែចម្ការមកធ្វើទាំងពេលដែលការងារស្រែចម្ការកំពុងញញឹកតើនរណាអាចឈៀតពេលបានទៅមិនមែនមួយគ្រួសារមួយថ្ងៃទេគឺបដូរវេនគ្នាម្ដងពីរបីគ្រួសារបើវល់ការងារខ្លាំងគាត់ទុកសិនថ្ងៃក្រោយចាំមកប៉ះទៅវិញមិនបន្លំគ្នាទេបើនិយាយបែបនេះមែនក៏មិនមែនខាត់ពេលទាំងអស់ដែរធ្វើម្ដងកន្លះថ្ងៃប្រហែលជាអាចឈៀតពេលបានឲ្យតែផ្លូវមួយកំណាត់នេះស្រួលដែរអ្នកដឹកទំនិញនឹងមិនសូវដួលឬខូចខាតទំនិញតិចតួចខ្ញុំសូមនិយាយមួយម៉ាត់សិនលើកមុនលុយដែលសល់ពីការលក់ពន្លកឫស្សីក្រៀមរបស់ផ្ទះខ្ញុំបានរាប់ដោយខ្លួនឯងហើយបើផ្លូវស្រួលដល់ជាងនេះបន្តិចទំនិញខូចខាតតិចជាងនេះបន្តិចលុយដែលខុសគ្នានោះមិនមែនតិចតួចទេខ្ញុំស្ម័គ្រចិត្តជួយកម្លាំងខ្ញុំក៏ទៅដែរគ្រួសារអ្នកទាំងពីរបានទទួលផលចំណេញហើយពិតជាស្ម័គ្រចិត្តហើយការលក់ទំនិញលើកនេះគឺខាងបានគាត់ត្រាទុកឲ្យអ្នករាល់គ្នាយ៉ាងច្បាស់លាស់មួយចំណុចហើយតើលីសែងចេញទៅមួយកន្ត្រកម្ដងបើពួកឯងនិយាយថាគ្រួសារលីចង់រកលុយខ្ញុំមិនបដិសេធទេតើអ្នកណារស់នៅមិនចង់រកបានខ្លះប៉ុន្តែបើផ្លូវនេះត្រូវធ្វើមែនទែនគ្រួសារលីនឹងចេញកម្លាំងមុនគេមិនត្រឹមតែចេញកម្លាំងប៉ុណ្ណោះទេផ្ទះខ្ញុំនឹងចេញបាយទឹកមុនគេក្នុងអំឡុងពេលប្រហែលថ្ងៃធ្វើផ្លូវនោះបាយទឹកសម្រាប់អ្នកមកធ្វើការគឺធ្វើនៅលើចង្ក្រានផ្ទះខ្ញុំមុនគេកន្លែងដែលគ្រោះថ្នាក់បំផុតខ្ញុំនឹងធ្វើមុនគេកំណត់ផ្លូវក្បែរចម្លាក់ធ្មនោះពិបាកដើរបំផុតចាប់ផ្ដើមពីកន្លែងនោះមុនគេនិយាយស្រួលណាស់ដល់ពេលធ្វើមែនទែនទៅមួយខែពីរខែមិនឃើញបានលុយមកវិញតើអ្នកណាហ៊ានធ្វើទៀតហេតុនេះហើយត្រូវធ្វើកំណត់ផ្លូវដែលពិបាកបំផុតនេះមុនគេធ្វើឲ្យស្រួលបួលឬល្មមដើរបានហើយថាតើវាមានតម្លៃអត់មើលតែមួយផ្លែក៏ដឹងដែរបើធ្វើមិនលូនខ្ញុំក៏មិនអូសទាញអ្នកភូមិទាំងមូលឲ្យខាត់ពេលទេជាមួយខ្ញុំដែរបានហើយឈប់លោឡាទៅអ្នកណាដែលយកព្រមនៅថ្ងៃនេះស្អែកឡើងកុំធ្វើជាម្នាក់ឲ្យសោះចាប់ផ្ដើមធ្វើពីម្ដុំចំណោទធ្មនោះមុនសិនធ្វើតាមអ្វីដែលខាងនិយាយចែកជាផ្នែកហើយបដូរវេនគ្នាធ្វើការមិនឲ្យប៉ះពាល់ដល់ការងារផ្ទះរបស់គ្រួសារនេះមួយឡើយគ្រួសារតកូលីចេញកម្លាំងនឹងផ្ដល់អាហារមុនគេគាត់ត្រាការងារនឹងបញ្ជីចំណេញសរសេរឲ្យច្បាស់លាស់ថាអ្នកណាធ្វើនិងអ្នកណាមិនបានធ្វើព្រមគ្មានបញ្ហាទេយប់នេះគ្រប់គ្នាត្រឡប់ទៅនិយាយគ្នាឲ្យច្បាស់លាស់ក្នុងគ្រួសាររៀងខ្លួនគ្រួសារណាអាចមកចុះឈ្មោះបាននៅព្រឹកស្អែកកុំតន់អាលោកខ្លួនចង់បានច្រើនពេកធ្វើតាមការបដូរវេនម្ដងវេគ្រួសារក្រៅផ្នែកដំបូងឲ្យរួចរាល់សិនខ្ញុំក៏ទុកហើយរឿងនេះសម្រាប់ពិតប្រាកដមែនទេក្នុងចិត្តខ្ញុំបែរជាបារម្ភទៅវិញបើធ្វើផ្លូវមិនបានល្អទេខ្មាស់គេគឺខ្មាស់គ្រួសារយើងមុនគេហើយឥឡូវចេះខ្លាចហើយមែនទេអំបញ្ញមិញនរណាជាអ្នកយកក្រុមធ្វើការពេញមួយថ្ងៃមុនគេហ៎ខ្លាចគឺខ្លាចតែត្រូវតែធ្វើស្អែកនេះត្រូវសម្អាតផ្ទៃចំណោទធ្មនោះចេញសិនទ្របវាឲ្យណែនសិនចាំគិតរឿងផ្សេងទៀតគ្រាន់តែជប់ដំបងកាប់ចុះទៅផ្លូវនឹងលេចចេញជារូបរាងហើយខ្ញុំមកហើយប្រញាប់បន្តិចនៅអាចត្រឡប់ទៅមើលចំការវិញបានប្តីខ្ញុំទៅមើលដីនៅក្រោមចំណោទមុនហើយគាត់ប្រាប់ឲ្យខ្ញុំយកទឹកមកមុនផឹកទឹកក្តៅសិនទៅកុំឲ្យនរណាម្នាក់ឡើងចំណោទទាំងពោះទេឲ្យសោះផឹករួចចាំមកយកឧបករណ៍ខាងគាត់ឈ្មោះអ្នកដែលហៅមកមុនគេទៅកុំឲ្យដល់ពេលក្រោយនរណាធ្វើមិនធ្វើក៏មិនដឹងច្បាស់ដឹងហើយអ៊ូសិនជានឹងតាសានកន្លះថ្ងៃមកដល់មុនបងស្រីថ្លៃស៊ូកន្លះថ្ងៃមកដល់មុនគ្រូសាខ្ញុំគិតមួយថ្ងៃកុំគាត់ត្រាតែឈ្មោះអ្នកអតីតអីសរសេរឈ្មោះខ្ញុំចូលទៅផងឈ្មោះរបស់ហែងត្រូវបានសរសេរតាំងពីយប់មិញហើយខ្លាចតែអ្នកអតីតមិនដឹងទេតើផ្នែកដែលឯងនិយាយកាលពីយប់មិញនោះខ្ញុំនាំមនុស្សពីរនាក់ទៅសម្អាតផ្លូវសិនកុំតន់ឲ្យប្រញាប់ចាប់ដើមធ្វើការអីទៅដល់ចាំមើលឯងសិនបានពិតជាត្រូវចាប់ដើមធ្វើមែនហ៎សូម្បីតែឈ្មោះក៏ដាក់រួចហើយតើអាចខ្លាំងៗបានយ៉ាងម៉េចទៅកន្លែងចម្រាវធ្មនោះខ្ញុំបានទៅមើលម្ដងទៀតកាលពីម្សិលមិញហើយវាមិនមែនជាការងារស្រួលនោះទេថ្ងៃនេះទៅផ្នែកចម្រាវធ្មមុនសិនមនុស្សមិនសូវច្រើនទេការងារត្រូវបែងចែកឲ្យបានល្អិតល្អន់
បងស្រីថ្លៃស៊ូនឹងដាសានទៅជាមួយអាស៊ឺដើម្បីសម្អាតថ្មរីប៉ាយតាមចិញ្ចើមផ្លូវសិនពូលីនឹងខ្ញុំនឹងមើលទីតាំងកំណត់ផ្លូវទឹកចំណែកឯកូនប្រុសគ្រួសារសិនឈុនស៊ីនិងខាងគ្រួសារសៀទៅសែងថ្មអត់សិនទុកមនុស្សពីរនាក់នៅក្នុងទីធ្លាដើម្បីប្រែកុំឲ្យចិត្តជាកណ្ដុរការពីម្សិលមិញត្រូវសំណាមឡើងវិញខ្ញុំនៅផ្ទះមើលការខុសត្រូវជាមួយហឺហ្វានចុះទំពាំងគ្រីមមួយបាច់នៅផ្ទះខ្ញុំនោះនៅតែត្រូវប្រែត្រឡប់ទៀតទេប្រែត្រឡប់បន្តិចទៅចាំបន្តិចទៀតមុនពេលខ្ញុំឡើងតួខ្ញុំទៅមើលមួយផ្លែតសិនឬអាចឲ្យខ្លាចសំចេញសិនទៅចាំផ្លូវស្រួលបន្តិចនឹងបញ្ជូនអានឹងទៅមុនគេហើយបានកុំបងអង្គយូរអីបើនៅតែនិយាយទៀតព្រះអាទិត្យនឹងរាឡើងខ្ពស់បាត់ហើយស៊ូចឹងស៊ូប្រហែលជាក្រឹកជើងនៅត្រង់នេះហើយកន្លែងនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ត្រូវរបស់ធ្ងន់សង្កត់ពីលើបែបនេះតើអ្នកណាអាចឈរនឹងទៅខ្ញុំថាកោះដីពួកជ្រីស្រទាប់នេះចេញតែម្ដងទៅរួចហើយចាក់ដីស្ងួតពីលើមិនល្អជាងទេអីកន្លែងនេះមិនមែនខ្វះដីនោះទេគឺទឹកគ្មានផ្លូវហូរទៅវិញទេទោះបីជាថ្ងៃនេះឯងចាក់បំពេញច្រើនប៉ុណ្ណាក៏ដោយក៏ថ្ងៃស្អែកដីពួកខាងក្រោមវានៅតែលេចចេញមកដែរអញ្ចឹងកាយចំហៀងចេញសិនទៅកាយចំហៀងវាចេញទុកឲ្យវាបាក់ស្រុតចូលទៅក្នុងប្រឡាយមិនមែនវានឹងធំទូលាយជាងមុនទេអីឲ្យតែចំហៀងធូរខាងក្រោមនឹងក្លាយជាប្រហោងហើយឲ្យតែមនុស្សជាន់ជាមួយជើងគ្រោះថ្នាក់នឹងកើតឡើងភ្លាមហើយមនុស្សនឹងធ្លាក់ចូលទៅក្នុងប្រឡាយជាមួយគ្នាត្រូវបង្ហូរទឹកចេញពីទីនេះសិនគ្រាន់តែមើលភក់មួយផ្លែតក៏ដឹងថាទឹកហូរទៅណាទៅហើយទៅសាកជាន់ពី3ជើងមើលទៅហើយជាន់ក៏ជាន់ខ្ញុំមិនទាន់បានជាន់ខ្លាំងផងមិនមែនមកពីឯងមិនបានជាន់ខ្លាំងទេគឺមកពីខាងក្រោមវាធូរស្រាប់ហើយកន្លែងនេះកុំទាន់អាលុកត្រូវជីកផ្លូវទឹកសិនតតែទឹកហូរទៅអស់ទៅខាងក្រោមនឹងណែនល្អជីកពីត្រង់នេះទៅជីកបញ្ឈៀងទៅរកមាត់ប្រឡាយកុំឲ្យវាបុកត្រង់ពេកបើហូរត្រង់ពេកវានឹងនាំដីទៅអស់ទៀតហើយបណ្ដោយឲ្យទឹកហូរចេញទៅសិនរួចសឹមយកថ្មធំមកសង្កត់តាមគែមចុងក្រោយបង្អស់សឹមចាក់បំពេញដោយគ្រូនឹងដីបង្ហូរទឹកចេញដើម្បីកាត់បន្ថយកម្លាំងវាសិនចាប់ដើមពីត្រង់នេះសិនទៅចាប់ដើមទប់ពីត្រង់នេះសិនកុំឲ្យជ្រៅពេកអ្នកទាំងអស់គ្នាកុំមកប្រជ្រៀតគ្នានៅទីនេះអីទៅសែងថ្មធំនៅខាងក្រោមជំរាវទៅសង្កត់គែមសិនកុំឲ្យយកកំទេចធ្នូមកចាក់បំពេញបង្គ្រប់កិច្ចកុំទាន់ឲ្យប្រញាប់ចាក់បំពេញនៅចំកណ្ដាលបើគេមិនទាន់ណែនល្អទេចាក់បំពេញនៅចំកណ្ដាលច្រើនប៉ុណ្ណាក៏អត់ប្រយោជន៍ដែរបងស្រីស៊ូកុំទាន់ឲ្យជន់កន្លែងក្រោមជើងបងអីរងចាំអាស័យសង្កត់ក្បាលទំនប់នោះឲ្យជាប់សិនពិតមែនតើពីដំបូងខ្ញុំស្មានតែចាក់បំពេញទៅគឺបានហើយមិនទាន់រួចរាល់ទេបើមិនសង្កត់គែមឲ្យជាប់ក៏នៅតែមិនកើតដែរយកធ្នូមុនសិនសង្កត់ចូលក្នុងកន្លះចង្អាមទៀតខាងក្រោមមានប្រហោងរួចរាល់ហើយកុំប្រជ្រៀតគ្នា3នាក់មួយជួរពេលចាក់ត្រូវដាក់កំទេចធ្នូមុនរួចសង្កត់តាមក្រោយអ្នកទំនេរដៃកុំឈោមើលអីឃើញដីធូរត្រូវចាក់បំពេញភ្លាមលើកនេះប្រហែលជាចិត្តរួចរាល់ហើយមែនទេជួយទាញខ្ញុំបន្តិចកុំធាក់ដេះដាស់ទាញជើងចូលក្នុងកុំសង្កត់ខាងក្រៅទឹកនៅតែហូរខាងក្រោមចុះការងារថ្ងៃនេះផ្អាកសិនទៅមែនទេឈប់មិនបានទេបើឈប់ឥឡូវនេះគឺធ្វើការទេកន្លះថ្ងៃហើយបើទឹកមិនចេញទេថ្មសង្កត់មិនចប់ឡើយត្រូវកាយពួកល្បាប់ចេញសិនរួចដេញទឹកចេញទៅក្រៅឲ្យជ្រៅកន្លះទឹកទៀតមើលឲ្យច្បាស់ទៅមើលច្បាស់ហើយបើទឹកនេះមិនចេញទៅទេទោះបីយើងចាក់បំពេញពេញមួយថ្ងៃក៏ត្រូវវាចោះអស់ដែរឥឡូវនេះយកមួយដុំទៀតមកដុំទី2ដុំទី3បើធ្វើតាមគាត់បែបនេះពិតជាល្អជាងរដូវក្តៅមែន
Ha. បើអំបញ្ញនឹងឯងល្អិតធ្លាក់ទៅមែនទេនោះលើកនេះគ្មានឱកាសសំបីតែរឹងទាំងឡើយផឹកយឺតទៅប្រយ័ត្នឆ្លក់ត្រូវសម្រាប់ពីការងារពេញមួយព្រឹកនេះទើបតែដឹងថាអ្វីទៅជាការធ្វើផ្លូវពិតប្រាកដកាលពីមុនស្មានតែគ្រាន់តែចាក់ដីបំពេញគ្រឹះតើណាទៅដឹងថានៅពីក្រោមនោះមានលំអិតចិត្តចង់ច្រើនយ៉ាងនេះសិតទៅជាកណ្ដុររបស់ផ្ទះវូនឹងសិនត្រូវចេញទៅមុនទំពាំងក្រៀមរបស់ផ្ទះបងស្រីខ្លាយស៊ូត្រូវលើកដាក់ឡានមុនគ្រប់វ៉ាណាត់របស់ផ្ទះសៀទុកចាំមួយជំហានសិនរងចាំផ្លូវរឹងមាំជាងនេះបន្តិចសិនខួរក្បាលរបស់អ្នកពិតជាដើរលឿនមែនថ្ងៃនេះអ្នករត់នៅលើទួលពេញមួយព្រឹកហើយនៅមិនទាន់សម្រាប់ទៀតកំណត់លំដាប់លំដោយសិនទៅប្រសិនបើផ្លូវស្រួលបួលនៅពេលរសៀលទំនិញបាត់ដំបងត្រូវតែចេញទៅអ្វីដែលខ្លាចសំត្រូវទៅមុនអ្វីដែលមានតម្លៃថ្លៃត្រូវអ្វីដែលធ្ងន់ទុកទៅក្រោយគេខួរក្បាលរបស់អ្នកពិតជាមិនទុកឲ្យខ្លួនឯងទំនេរតតែសោះពេលនេះមិនអាចទំនេរបានទេឲ្យតែផ្លូវខាងនេះបើភ្លាមខាងទំនិញត្រូវតែតាមឲ្យទាន់បើមិនដូច្នោះទេមនុស្សហត់នឿយហើយផ្លូវក៏ធ្វើខាតបងអស់ពាក់កណ្ដាលដែរតោះផ្លាស់ទីទៅលើទួលវិញខ្ញុំក៏ចង់ទៅសាកល្បងម្ដងដែរតើបានហើយអ្នករាល់គ្នាផ្លូវបើកហើយខ្ញុំក៏សាកមើលដែរពិតជាខុសប្លែកមែនកាលពីមុនខ្ញុំត្រូវតែតង់ទុកឥឡូវនេះអាចដកដៃមកទប់កញ្ជើបានហើយហាហាហាសាកល្បងត្រួតពិនិត្យទំនិញម្ដងទៀតបើមានលំនឹងល្អស្អែកយើងដឹកចេញមួយក្រុមដំបងសិនកុំទាន់ដាក់ធ្ងន់ពេកសិតទៅជាកណ្ដុរនិងទំពាំងក្រៀមខ្ចីដាក់ឡើងមុនគេតាក់គ្រាប់វ៉ាណាត់នៅខាងក្រោយគេចង់ចាំទុកផងជំហាននេះចាត់ទុកថាដើរបានមុំហើយបាល់ទី3សិតទៅជាកណ្ដុរ2ចិនទំពាំងក្រៀម3ចិនសិតទៅជាកណ្ដុររបស់ផ្ទះលូស៊ុន3ចិន5មួយឡើងដាក់ឡើងមុនគេទំពាំងក្រៀមខ្ចី2ចិនរបស់បងស្រីខ្លាយស៊ូចំនួនតិចតួចដាក់សង្កត់ខាងក្នុងកុំឲ្យប៉ះដីគ្រប់វ៉ាណាត់របស់គ្រូសាលីដាក់ក្រោយគេបង្អស់កុំទាន់ឲ្យសង្កត់ទំនិញធ្ងន់ពីលើកាលពីមុនពេលខ្ញុំលីទំនិញទៅទីប្រជុំជនមិនដែលឃើញមេឃុំមកធ្វើដូចជាមានការងារផ្លូវការបែបនេះទេវាជាការងារផ្លូវការតាំងពីដំបូងមកម្លេះកាលពីមុនអ្នករាល់គ្នាគ្រាន់តែលក់ផលិតផលព្រៃភ្នំជាលក្ខណៈរីរងប៉ុណ្ណោះឥឡូវនេះត្រូវតែធ្វើវាជាអាជីវកម្មពិតប្រាកដមើលខ្ញុំធ្វើអីប្រញាប់ផ្ញើមកបើខ្វះតែមួយក៏ខ្ញុំមិនទទួលស្គាល់ដែរហា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 បានសម្រេចហើយលើកនេះពិតជាបានសម្រេចមែនហា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 ពិតជាឲ្យពួកឯងរកផ្លូវចេញឃើញមែនលើកនេះមានរបៀបរៀបរយជាងមុនច្រើនមើលមួយផ្លែតដឹងតែជារបស់ល្អហើយមិនថាប្រភេទណាក៏សុទ្ធតែមានគុណភាពខ្ពស់ដែរបើផ្អែកលើទំនិញបាច់នេះលើកក្រោយបើមានទៀតពួកយើងអាចដំឡើងថ្លៃបានទៀតដំឡើងបានប៉ុន្មានគឺអាស្រ័យលើថាទៅថ្ងៃមុខពួកឯងអាចធ្វើបានបែបនេះរហូតឬអត់បើលើកណាក៏មានរបៀបរៀបរយបែបនេះតម្លៃពិតជាគិតផ្សេងហើយរក្សាឲ្យនឹងនោះអញ្ចឹងពួកយើងបន្តធ្វើចំនួនទៀតទៅយ៉ាងមិនដែររលូនល្អទេរលូនល្អណាស់ទំនិញខូចខាតតិចជាងលើកមុនតម្លៃក៏ខ្ពស់ជាងមុនដែរពិតជាល្អជាងលើកមុនមែនពេលគេមើលទំនិញទឹកមុខគេប្រែប្រួលភ្លាមតែម្ដងថែមទាំងនិយាយទៀតថាឲ្យតែពួកយើងដឹកជញ្ជូនបែបនេះនៅពេលក្រោយតម្លៃអាចនឹងឡើងខ្ពស់ជាងនេះទៀតខ្ញុំថាមែនពួកយើងមិនហត់អត់ប្រយោជន៍ទេចុកសិតទៅជាកណ្ដុរមួយបាវរបស់ខ្ញុំនោះគេមិនបានបង្អាប់ថ្លៃទេមែនទេសិតទៅជាកណ្ដុរនេះលក់បានថ្លៃដូចទំនិញល្អអញ្ចឹងលើកមុនឯងលក់បានថ្លៃពិតជាជោគជ័យមែនហាហាហាកុំតន់ចង់មាត់បោកសិតទៅជាកណ្ដុររបស់មីងអ៊ូអានយ៉ាងពេកនៅខ្លះការហាថ្លៃបន្តិចទៀតយកបាល់ទំពាំងក្រៀមខ្ចីរបស់បងស្រីជូតទៅទុកខាងក្នុងទៅកុំឲ្យវាត្រូវខ្យល់សំឡើងវិញលោកលីដាក់កូនចិញ្ចៀងឲ្យនឹងបន្តិចទៅរាល់ដងតែងតែប៉ះកែមរហូតដឹងហើយឯងមើលធ្មេញចិញ្ចៀងជាប់ជាងចិញ្ចៀងទៅទៀតសម្បកទាំងមូល2ចិន7ឡើងសម្បកបែក8ឡើងឯងផ្ទៀងទាត់ដោយខ្លួនឯងទៅប្រកាសជាមិនខុសទេកាន់ទុកឲ្យល្អចាំមកផ្ទៀងទាត់បញ្ជីឡើងវិញ
Thangឬថាពីថ្ងៃនេះនៅខាងទីរួមស្រុកមានគេចង់មើលទំនិញមួយបាច់ទៀតមែនទេពិតមែនអត់ខាងទីរួមស្រុកមានលេខជាដំណឹងមកថានៅខាងស្រុកមានអ្នករកស៊ីជួញដូរម្នាក់ចង់មើលសិនថាពួកយើងអាចប្រមូលទំនិញឲ្យបានកាន់តែល្អនិងគ្រប់គ្រាន់ជាងមុនបានដែរទេមិនមែនកំណត់ច្បាស់លាស់ថាត្រូវយកប៉ុន្មាននោះទេគឺមើលលើគុណភាពជាមុនសិនបើគុណភាពល្អគេនឹងកំងពីពួកយើងរយៈពេលវែងមនុស្សមកពីខាងស្រុកបើអញ្ចឹងវាមិនមែនជាការរកស៊ីតូចតាចដូចនៅទីរួមស្រុកទៀតទេបើអាចតាក់ទងជាមួយខាងស្រុកបានពិតមែនទំនិញរបស់ពួកយើងនឹងអាចឡើងទៅមួយកម្រិតទៀតមែនទេអូយកុំអោសប្បាយចិត្តលឿនពេកគេគ្រាន់តែនិយាយថាសូមមើលសិនប៉ុណ្ណោះមិនមែនមានន័យថាអញផ្ញើទៅប៉ុន្មានគេក៏ទទួលយកទាំងអស់នោះទេកាលណាស្ដង់ដារកាន់តែខ្ពស់គេនឹងកាន់តែពិនិត្យយ៉ាងល្អិតល្អន់បើទំនិញមួយបែបនេះរបស់ពួកយើងលក់ដាច់ទៅដោយរលូនទៅថ្ងៃមុខវាមិនមែនគ្រាន់តែលក់នៅក្នុងទីរួមស្រុកទៀតទេតែបើខូចការវិញការងារមុននឹងត្រូវខាត់បងគេអស់ពាក់កណ្ដាលហើយចុះលើកនេះត្រូវមើលរបស់ផ្ទះណាខ្លះមុនគេប្រមូលរបស់ពី3ផ្ទះមកផ្សំគ្នាសិនទៅដើម្បីគុំចេញជាផលិតផលដែលមានគុណភាពល្អសិតទៅជាកណ្ដុរត្រូវតែស្ងួតល្អទំពាំងក្រៀមត្រូវតែមានពណ៌ស្មើគ្នាគ្រាប់វ៉ាណាត់ត្រូវបែងចែកឲ្យច្បាស់លាស់រវាងគ្រាប់ពេញនិងគ្រាប់ប្រេះបើអាចគុំបានមួយបាច់គឺគុំមួយបាច់សិនទៅបើគុំមិនបានក៏មិនត្រូវយកទំនិញអន់មកញ៉ាត់បញ្ចូលដើម្បីតែបង្គ្រប់ចំនួនដែរយកព្រមខ្ញុំនឹងត្រឡប់ទៅរើសម្ដងទៀតដែលអន់បន្តិចខ្ញុំនឹងទុកវាដោយឡែកខ្លួនឯងសម្លឹងទៅខាងនោះទៀតហើយតើឯងញើទេមនុស្សមកពីស្រុកសុទ្ធតែត្រូវរងចាំមើលទំនិញរបស់គាត់ចេញមកគ្រាន់តែមើលទំនិញប៉ុណ្ណោះតើមិនមែនចាត់ទុកគាត់ជាតួអង្គសំខាន់អីផងមិនទាន់គ្រប់គ្រាន់ទៀតទេអីកាលពីមុនពេលអ្នកភូមិនិយាយពីគាត់សុទ្ធតែជារឿងកំ pl ែងសើចចំអកចុះឥឡូវនេះវិញនិយាយមួយម៉ាត់ណាក៏ថ្លៃធ្នូមួយម៉ាត់នឹងនិយាយមួយម៉ាត់ណាក៏ច្បាប់ទម្លាប់មួយម៉ាត់នឹងស្ទើរតែលើកដំកើងគេដល់នេះទៅហើយឯងនិយាយតិចបន្តិចទៅតើឲ្យខ្ញុំនិយាយតិចយ៉ាងម៉េចកើតតើគេអាំងអីទៅការគេនៅត្រកូលយាយគ្មានបានផលប្រយោជន៍អីបន្តិចសោះលុះមកដល់ត្រកូលលីស្រាប់តែអាចងើបឈរឡើងបានមួយជំហានម្ដងពេលនេះសូម្បីតែមេភូមិក៏ព្រមស្ដាប់គេនិយាយដែរមនុស្សខាងក្រៅក៏នាំគ្នាសម្លឹងមករកគេដែរបើនៅតែបន្តបែបនេះទៀតតើអ្នកណាក្នុងភូមិនៅចាំត្រកូលយាយទៀតអញគិតថាខ្ញុំមើលមិនឃើញមែនទេអីចឹងអញចាំតែមើលគេធ្វើបានកាន់តែល្អទៅចុះតើពេលនេះគេអាំងលើអ្វីទើបអាចឈរជើងបានអញមើលមិនដឹងទេអីអាំងលើអីទៅមិនមែនគ្រាន់តែចេះធ្វើពុតធ្វើពុតទេអីហើយនឹងចេះកត់ត្រាបញ្ជីឥតប្រយោជន៍ទាំងនោះមិនមែនជាការធ្វើពុតនោះទេអ្វីដែលគេអាំងនៅពេលនេះគឺការទូទាត់បញ្ជីរបស់ត្រកូលហ៊ូផ្លូវដើរដ៏ច្បាស់លាស់ក៏ត្រូវបានបង្កើតឡើងដែរអ្នកភូមិគឺជឿជាក់លើរឿងទាំងនេះឯងចុះហេតុអីបានជាអញនៅតែនិយាយថាគេធ្វើការមិនសម្រេចតើខ្ញុំនិយាយថាគេធ្វើការមិនសម្រេចតាំងពីពេលណាអ្វីដែលខ្ញុំនិយាយគឺមិនអាចបណ្ដោយឲ្យការងាររបស់គេមួយនេះរលូនពេកនោះទេតើឯងមានន័យថាម៉េចមិនមែនខ្ញុំខ្លាចភាពរកបំផុតទេអីមិនមែនពឹងផ្អែកលើការបែងចែកឲ្យច្បាស់លាស់ពីមួយចំនួនទៅមួយចំនួននិងកត់ត្រាទុកឲ្យច្បាស់លាស់រាល់ទាំងនេះដើម្បីផលប្រយោជន៍ម្ចាស់ទេអីឲ្យតែការបញ្ជាទិញមួយនេះរបស់គេមានបញ្ហាអ្នកភូមិមុខជាត្រូវបែកគ្នាទៅវិញអស់ពាក់កណ្ដាលមិនខានឯងចង់ប៉ះពាល់ទំនិញរបស់គេមែនទេតើគេពឹងផ្អែកលើអ្វីដើម្បីឈរជើងបានគឺត្រូវប៉ះពាល់ចំកន្លែងនោះឯងកុំធ្វើអ្វីផ្ដេសផ្ដាសឲ្យសោះបើរឿងនេះខ្លាចជាធំហើយគេស៊ើបដឹងតើត្រូវធ្វើយ៉ាងណាអ្នកណាថាដំណើរឲ្យបង្កជាគ្រោះមហន្តរាយធំនោះគ្រាន់តែយឺតមួយជំហានបង្កភាពវឹកវរបន្តិចបន្តួចហើយមានបញ្ហាបន្តិចបន្តួចតាមផ្លូវទៅបានហើយខ្លួនគេផ្ទាល់ក៏មានអារម្មណ៍ថាវឹកវរដែរឲ្យតែគេវឹកវរតើអ្នកភូមិនៅហ៊ានផ្ញើរបស់របរទាំងអស់ទៅក្នុងដៃគេទៀតទេមិនមែនឯងក្រំមើលគេក្នុងសភាពបែបនេះមិនបានបំផុតទេអីអញ្ចឹងកុំគ្រាន់តែឈរមើលនៅទីនេះអីញ៉ាំពី3ម៉ាត់សិនទៅបើអ្នកទាំងពីរនៅតែបែបនេះទៀតទំនិញមិនទាន់ចេញផងច្បាស់ជាដាច់ពោះស្លាប់មុនមិនខានត្រូវទេឯងញ៉ាំសិនទៅចាំមើលមួយថងទៀតពេលចំនួនមុនរបស់ឯងក៏និយាយបែបនេះដែរពេលថងនេះនឹងត្រូវចេញទៅមុនគេនៅថ្ងៃស្អែកសិតទៅជាកណ្ដុរទំពាំងស្ងួតខ្ចីគ្រាប់វ៉ាណាត់ទាំងមូលចុងខ្សែខ្ញុំចង់ជាខ្លាំងឡើងវិញហើយកុំប៉ះពាល់វាទៀតខ្ញុំចាំហើយយប់នេះខ្ញុំនឹងក្រោកមកមើលទ្វាររបងម្ដងទៀតមិនបាច់ដាក់កន្លេសទ្វាររបងទេលែងឆ្កែចេញមកក្រៅដែរទៅអ្នកដែលចង់ចូលមកពិតប្រាកដមិនចូលតាមទ្វារមុខឡើយឯងខ្លាចមានគេធ្វើសកម្មភាពមែនទេប្រយ័ត្នប្រយែងទុកជាមុនល្អជាងមកមែនតែនតើអាហ្វេត្រូវគេលួចកែប្រែហើយកុំតន់ឲ្យឆោឡអីឯងមើលឆ្នាំងនេះមើលវាមិនមែនជាឆ្នាំងកាលពីយប់មែនទេសំក៏ត្រូវគេប៉ះពាល់ដែរដើមឡើយវាគួរតែនៅលើផ្សិតទៅជាកណ្ដុរតែបែរជាមកនៅលើទំពាំងស្ងួតទៅវិញទីតាំងក៏មិនមែនខ្យល់អាចបោកឲ្យច្របូកច្របល់បានដែរគឺមានគេយកចុះមកហើយព្យួរខុសតើអ្នកណាជាអ្នកធ្វើរឿងនេះសិតទៅជាកណ្ដុរក្រៀម2ទំពាំងក្រៀមខ្ចីមួយថងសុទ្ធតែជាទំនិញដែលបានកំណត់កាលពីយប់មិនថាត្រូវដឹកចេញ
កុំតន់អើប៉ះពាល់ផ្លែឈើរីបើបីថងនេះច្របូកច្របល់ទៀតខាងក្រោយនឹងកាន់តែពិបាកទៀងទាត់ហើយទំនិញទាំងនេះត្រូវគេធ្វើឲ្យច្របូកច្របល់អស់ហើយតើថ្ងៃនេះនៅតែអាចដឹកចេញបានទេរក្សាទំនិញដែលអាចដឹកចេញបានជាមុនសិនទំនិញមួយបាច់នេះត្រូវតែដឹកចេញមុនពេលរសៀលប្រសិនបើនៅក្នុងទីធ្លាចាប់ដើមច្របូកច្របល់មុនតើថងណាត្រូវចេញមុនថងណាត្រូវចេញក្រោយហើយថងណាត្រូវបានគេបដូរទាំងអស់នឹងត្រូវច្របូកច្របល់ចូលគ្នាជាមិនខានស្លាកសញ្ញាទំនិញត្រូវបានគេផ្លាស់ប្ដូរខ្ញុំត្រូវតែទៅមើលផ្លូវបន្តិចទៅមើលត្រង់ចំណែកចំណោទធ្ងន់ជាមុនសិនជាពិសេសគឺគែមផ្លូវដែលទើបតែជួសជុលថ្មីនិងជ្រុងដែលចង្អៀតបំផុតនោះប្រសិនបើនៅលើផ្លូវក៏ត្រូវបានគេធ្វើអ្វីមួយដែរដំណើរថ្ងៃនេះនឹងមិនមែនត្រឹមតែជាការដាក់ទំនិញខុសនោះទេយក3បាវនេះចេញមកដោយឡែកសិនមិនបាច់ធ្វើតាមលំដាប់លំដោយការពីយកមិនទៀតទេជ្រើសរើសបាច់ដំបងគេចេញពីក្នុងចំណោមបាវទាំងនោះដែលមិនទាន់បានផ្លាស់ប្ដូរទីតាំងនៅក្នុងទីរួមស្រុកហើយមានទីតាំងច្បាស់លាស់ចុះ3បាវនេះធ្វើមិនវិញទុកមួយឡែកសិនទៅរងចាំអ្នកដឹកជញ្ជូនមកទទួលស្គាល់ទំនិញទទួលស្គាល់ទម្ងន់និងទទួលស្គាល់ស្លាកសញ្ញាដោយខ្លួនឯងតើបាវមួយណាជារបស់អ្នកណាផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ឡើងវិញរួចសឹមឈ្មោះផ្លាកនិងរៀបចំលំដាប់លំដោយឡើងវិញរបស់ដែលខ្លាចซ้ำនៅតែត្រូវចេញមុនគេដដែលប៉ុន្តែមិនប្រកាសថាត្រូវតែជា3បាវការពីយកមិននោះទេបាវណាដែលច្បាស់លាស់គឺលើកបាវនោះដាក់មុនគេអីចឹងខ្ញុំទៅ3បាវប៉ុន្មានបាវដែលត្រូវចេញមុនគេនោះមកទីនេះដើម្បីឲ្យបងពិនិត្យមើលឡើងវិញម្ដងទៀតកុំតន់ឲ្យអ្នកអតីតប៉ះពាល់ខាងមកនេះមកមិនមែនចូលតាមទ្វារធំនោះទេគឺផ្លោះរបងចូលមកប្រមូលទុកសិនទៅកុំឲ្យមនុស្សនៅក្នុងភូមិគ្រឹះមកដល់ហើយជន់ញ៉ៃញ៉ៃមានរឿងអីហ្នឹងទំនិញរបស់គ្រួសារអ្នកទាំងពីរត្រូវបានគេប៉ះពាល់មែនទេមកសម្គាល់បើសិនមកមានគេប៉ះពាល់ហើយធ្លាប់ត្រូវគេប៉ះពាល់តែនៅតែអាចរៀបចំឡើងវិញបានមើលមាត់ថងមើលជីក្រណាត់មើលបំណាសម្គាល់របស់ខ្លួនឯងឲ្យច្បាស់សិនទៅថងនេះជារបស់ខ្ញុំនៅលើស្នែងក្តានមានខ្សែពណ៌ខៀវដែលខ្ញុំបានប៉ះថងសិតទៅជាកណ្ដុរនេះជារបស់ខ្ញុំមានបំណាស់តូចមួយនៅខាងក្រោមខ្ញុំចំណាំបានច្បាស់គឺល្អហើយពេលផ្ទៀងផ្ទាត់បញ្ជីឡើងវិញនេះជាភស្តុតាងពិតជាសំដៅទៅលើថងបង្គាដ៏សំខាន់នេះមែនថងទាំងពីរនេះរបស់ពួកឯងត្រូវទុកទៅក្រោយសិននៅថ្ងៃនេះកុំឲ្យលោកឡងជាមួយក្រុមដំបងចាំខ្ញុំផ្ទៀងផ្ទាត់ទម្ងន់និងសញ្ញាសម្គាល់ឡើងវិញសិនចាំចេញទៅដាច់ដោយឡែកតើឯងរៀបចំយ៉ាងម៉េចពួកយើងនឹងផ្ទៀងផ្ទាត់តាមនឹងផ្ញើការបញ្ជាទិញនេះចេញទៅសិនកុំឲ្យគេមកបំផ្លាញផ្លូវរកស៊ីពិតមែនឲ្យសោះនៅតាមផ្លូវក៏ត្រូវបានគេប៉ះពាល់ដែរជ្រុងដែលចង្អៀតបំផុតត្រូវបានគេព្រួតធំបង្កប់ទុកកែមជ្រុងក៏ត្រូវបានគេកាយឲ្យធំមួយកន្លែងនៅលើផ្លូវនៅមានស្នាមជើងដែលទើបតែជន់ថ្មីទៀតផងក្រឡាបាតស្បែកជើងមិនដូចគ្នាទេមិនមែនជាស្បែកជើងពីរបីគូដែលពួកយើងធ្លាប់ពាក់ជាប្រចាំនោះទេនេះគឺមានបំណងធ្វើឲ្យមនុស្សដួលហើយខ្ញុំបានសម្អាតវាចេញហើយក៏បានសង្កត់កែមវាឲ្យណែនឡើងវិញដែរថ្ងៃនេះអាចដើរបានហើយប៉ុន្តែត្រូវដឹកទំនិញដែលរៀបចំរួចទៅមុនអីចឹងដឹកសិតទៅជាកណ្ដុរនិងទំពាំងក្រៀមខ្ចីទៅមុនចុះទុកគ្រាប់វ៉ាណាទាំងមូលនៅក្រោយគេពូលីជួយច្រក3បាវនេះចេញមកមុនឲ្យខ្ញុំបន្តិចមីងជួយមើលរបស់ដែលនៅសល់ទាំងនោះផងកុំឲ្យវាច្រឡូកច្រឡំគ្នាទៀតខ្ញុំនឹងនាំមុខជើងដំបងនេះត្រូវដឹកជញ្ជូនទំនិញបាច់ដំបងចេញទៅឲ្យបានសុវត្ថិភាពសិនចំណែករបស់ដែលនៅសល់ខ្ញុំនឹងពិនិត្យផ្ទៀងផ្ទាត់បន្តទៀតរួចរាល់ហើយនឹងហើយផ្ទៀងផ្ទាត់បាវដែលនៅសល់ទាំងនោះម្ដងទៀតទៅថ្ងៃនេះទំនិញរបស់អ្នកណាដឹកមកដល់មុនក៏កុំទាន់រើចាំចេញដំបងត្រឡប់មកវិញសឹមរៀបចំវាឲ្យមានរបៀបថ្ងៃនេះមកមិនសូវលឿនទេខ្ញុំស្មានតែអ្នកទាំងអស់គ្នាខកពេលទៅហើយមានបញ្ហាបន្តិចបន្តួចតាមផ្លូវតែទំនិញមិនយឺតយ៉ាវទេនេះជាទំនិញមួយក្រុមនៅយ៉ាងជាយៅដែលឯងនិយាយការពីលើកមុននោះហើយពួកគេនឹងហើយការពីលើកមុនលោកមិនបាននិយាយថាទំនិញមួយក្រុមនោះបែងចែកបានល្អឥតល្អទេខ្ញុំបានប្រាប់ឲ្យពួកគេយកទំនិញមួយក្រុមនេះមកឲ្យលោកមើលជាពិសេសសិតទៅជាកណ្ដុររបស់ផ្ទះមីង5 3 ជីន 6 ឡានទំពាំងក្រៀមខ្ចីរបស់ផ្ទះបងស្រីថ្លៃស៊ូ2 ជីន 4 ឡានចាំបានច្បាស់ល្អណាស់រាល់បាវទាំងអស់សុទ្ធតែបានកត់ត្រាបែបនេះគឺឯងជាអ្នកកត់ត្រាបញ្ជីគឺខ្ញុំជាអ្នកកត់ត្រាទំនិញមើលទៅគ្រប់គ្រាន់ហើយបញ្ជីក៏ច្បាស់លាស់ដែរលើកនេះល្អជាងលើកមុនទៅទៀតខ្ញុំប្រាប់ហើយតើខាងពួកគេមិនត្រឹមតែរៀបចំទំនិញបានល្អនោះទេថែមទាំងធ្វើការងារបានហ្មត់ចត់ទៀតផងទំនិញមួយក្រុមនេះខ្ញុំនឹងយកតាមតម្លៃដែលស៊ុនតូចបានចរចាទុកកាលពីមុនលើកក្រោយបើអ្នកទាំងអស់គ្នានៅតែអាចធានាបានទាំងគុណភាពនិងបរិមាណបែបនេះទៀតខ្ញុំនឹងយកមួយក្រុមទៀតទៅស្រុកដើម្បីសាកល្បងមើលឯងកត់ត្រាបញ្ជីនេះបានល្អណាស់ឬមួយត្រូវធ្វើតាមច្បាប់ទើបមិនច្របូកច្របល់លើកក្រោយបើអាចប្រមូលបាន1 ឡូទៀតឲ្យសៀវស៊ុនមកនិយាយទៅខ្ញុំយល់ហើយផ្លូវខាងនេះមិនងាយស្រួលដល់ទេពួកឯងអាចរៀបចំអីវ៉ាន់បានរៀបរយបែបនេះមិនធម្មតាទេបន្តធ្វើបែបនេះទៀតទៅកុំឲ្យច្របូកច្របល់មិនច្របូកច្របល់ទេ
កំហឹងថ្ងៃនេះខ្ញុំត្រូវតែទាមទារមកវិញឲ្យបានខឹងសម្បាក្រេវក្រោបនេះគឺចង់បំបែកឆ្នាំងបាយគេហើយបញ្ជីនេះត្រូវតែគិតតែមិនមែនស្ទុះទៅរកទាំងទីឥឡូវនេះទេបើអញ្ចឹងចាំអីទៀតចាំឲ្យពួកគេបង្ហាញតម្រុយម្ដងទៀតលើកនេះពួកគេមានអារម្មណ៍ថាខ្លួនឯងចិត្តជោគជ័យទៅហើយលើកក្រោយមានតែប្រញាប់ជាងនេះទៀតឲ្យតែប្រញាប់គឺងាយនឹងលេចកន្ទុយណាស់ខ្ញុំចាំពាក្យសម្លេងស្រដៀងគ្នានោះបានហើយនៅក្នុងភូមិមិនសូវមានមនុស្សពាក់ស្បែកជើងបាត់បែបនោះទេស្នាមខ្សែរាប់ពាន់និងស្នាមជើងតើមាននរណាផ្សេងទៀតដឹងថាចំនួនទាំង3នោះបានចាក់ចេញរបស់ទាំងនេះត្រូវតែយកមកមើលរួមគ្នាឥឡូវនេះវាគ្រប់គ្រាន់សម្រាប់ឲ្យពួកយើងដឹងច្បាស់ក្នុងចិត្តហើយតែមិនទាន់គ្រប់គ្រាន់ដើម្បីតាមដានគេឲ្យជាប់នោះទេបើចង់ក្រឡាប់ក្តារត្រូវតែចាប់ឲ្យបាននៅពេលដែលគេលូកដៃចេញមកជាមុនសិនមិនបានបង្អង់ពេលទេតើញ៉ាំបាយសិនទៅញ៉ាំបាយសិនទៅហត់នឿយពេញមួយព្រឹកហើយកុំឲ្យឃ្លានរហូតដល់ជឿអីលើកនេះទីគឹមខាងទៀតមិនបានបំផ្លាញការបញ្ជាទិញរបស់ខ្ញុំបានសម្រេចទេប៉ុន្តែក៏ធ្វើឲ្យខ្ញុំមើលឃើញច្បាស់ដែរមនុស្សមួយចំនួនមិនមែនគ្រាន់តែមិនសុខចិត្តនោះទេគឺចាប់ផ្ដើមខ្លាចហើយខាងអាស៊ឺមានដំណឹងហើយដំណឹងអ្វីទៅខាងស្រុកបានឆ្លើយទៅមកវិញហើយទំនិញមួយបាត់ដែលបានសាក់លបងការពីមុនពួកគេបានទទួលយកហើយត្រូវបានសម្រេចជាផ្លូវការហើយទៅថ្ងៃមុខគឺដើរតាមខ្សែបណ្ដាញមួយនេះហើយកំណត់ច្បាស់លាស់ហើយមែនទេមិនមែនគ្រាន់តែសាក់លបងទេហីអញ្ចឹងទៅថ្ងៃមុខអាចដឹកជញ្ជូនទៅស្រុកបានហើយត្រូវហើយគឺមានន័យបែបនេះឯងខាងសាលារៀននៅស្រុកក៏ត្រូវការទំនិញប្រភេទនេះដែរនៅតែត្រូវធានាគុណភាពនិងបរិមាណមានលំនឹងមិនមែនថ្ងៃនេះមានថ្ងៃស្អែកអត់នោះទេឲ្យតែខាងអ្នកគ្មានបញ្ហាខ្ញុំនឹងទៅនិយាយប្រាប់ពួកគេមួយម៉ាត់ទៅថ្ងៃមុខក៏មិនបាច់ដើររកមនុស្សបណ្ដោះអាសន្នមកសម្របសម្រួលរាល់ដងទៀតដែរហាសម្រាប់បានបែបនេះគឺល្អហើយខាងស្រុកក៏បាននិយាយទៀតថាខាងអ្នកធ្វើការងារបានរហ័សរហួនល្អណាស់ទំនិញក៏គ្រប់គ្រាន់ដែរទៅថ្ងៃក្រោយបើអាចរកបានផលិតផលព្រៃភ្នំផ្សេងទៀតក៏អាចយកទៅជាមួយគ្នាបានដែរហើយថែមទាំងជាលក្ខណៈរយៈពេលវែងទៀតផងនាងល្អិតនេះទីបំផុតក៏អាចរកផ្លូវដើរឃើញហើយមិនមែនខ្ញុំម្នាក់ឯងជាអ្នករកឃើញនោះទេផ្លូវនេះគឺគ្រប់គ្នាជួយគ្នាស្ថាបនាឡើងទំនិញក៏គ្រប់គ្នាជួយគ្នាដឹកជញ្ជូនដែរពេលនេះគ្រាន់តែទើបតែតាក់ទងជាមួយខាងស្រុកបានបន្តិចប៉ុណ្ណោះដោយសារតែខាងស្រុកចង់បានលំនឹងអញ្ចឹងពួកយើងត្រូវតែធានាភាពច្បាស់លាស់និងសុវត្ថិភាពជាមុនសិនខាងបងស្រីលីក៏មានន័យបែបហ្នឹងដែរគាត់ថាទំនិញត្រូវបានផ្គត់ផ្គង់ហើយចិត្តមនុស្សក៏បានស្មោះហើយទៅថ្ងៃក្រោយទាំងអាហារដ្ឋាននិងភោជនីយដ្ឋានផ្សេងសុទ្ធតែអាចសម្រួលបានយ៉ាងងាយស្រួលអាហ្នឹងគឺល្អជាងអ្វីទាំងអស់មេភូមិមកដល់ហើយមកជុំគ្នាអស់ហើយតើមិនរំខានពេលបងប្អូនកំពុងរវល់ទេមែនទេអញ្ជើញលោកនិយាយចុះរឿងរ៉ាវដែលបង្កជាបញ្ហានឹងការខឹងសម្បាការពី2ថ្ងៃមុននោះមិនអាចលាក់បាំងបន្តទៀតបានទេចំពេលដែលអ្នកទាំងអស់គ្នានៅទីនេះស្រាប់ថ្ងៃនេះត្រូវទូទាត់បញ្ជីនេះឲ្យដាច់ស្រឡះមួយសន្លឹកនេះគឺជាលំដាប់លំដោយនៃការចេញដំណើរមុនក្រោយដែលខ្ញុំនិងអាស៊ឺបានកំណត់កាលពីយប់នោះមនុស្សដែលដឹងថាអ្នកណាត្រូវចេញទៅមុនគេក្នុងចំណោមទាំង3ចំនួននេះគឺមានមិនច្រើនទេនៅក្នុងផ្ទះមាន4នាក់គ្រួសារដឹកជញ្ជូនទាំង3នេះដឹងតែពីចំនួនរៀងខ្លួនប៉ុណ្ណោះមនុស្សក្រៅដឹងត្រឹមតែថាមានទំនិញមួយបាច់ត្រូវដឹកចេញទៅតែមិនដឹងច្បាស់ថាជា3ចំនួនណាខ្លះនោះទេខ្ញុំធ្វើជាសាក់សីបានការខ្ញុំត្រឡប់ទៅវិញថ្ងៃនោះខ្ញុំថែមទាំងបានប្រាប់ឡាយលីវរបស់ខ្ញុំទៀតផងខាងប្រាប់ខ្ញុំថាកុំទាន់ប៉ះពាល់ផ្សិតទៅជាកណ្ដូលមួយថងនេះត្រូវចេញទៅជាមួយក្រុមដំបងគេនៅថ្ងៃបន្ទាប់ត្រពាំងព្រៀងខ្ចីមួយថងរបស់ខ្ញុំក៏ដូចគ្នាដែរនេះគឺរើបាននៅក្បែរគំនរអស់នៅក្រៅផ្ទះរបស់ខ្ញុំវាមិនមែនជាខ្សែតូចដែលពួកយើងប្រើសម្រាប់ចងទំនិញនោះទេវាដូចជាខ្សែដែលគេប្រើសម្រាប់ចងអស់ឬចងរបស់របរទូទៅជាងចំណែកឯជ្រុងនៃចំណោទធ្មនោះដើមឡើយត្រូវបានសង្កត់ដោយធ្មទាំងមូលនិងដេកខ្សែធ្មប៉ុន្មានគ្រាប់នេះគឺទៅតែដងកំទេចថ្មីហើយយកមករូបពីលើនៅពេលក្រោយទេវាត្រូវបានគេដាក់នៅចំកន្លែងរអិលដួលបំផុតប្រសិនបើលីទំនិញហើយដើរជន់លើវាពិតមែនទាំងមនុស្សទាំងទំនិញច្បាស់ជាក្រឡាប់ផ្ញើជើងមិនខាននៅក្បែរផ្លូវក៏មានស្នាមជើងដែរតើនេះជាការប៉ងបំផ្លាញទំនិញឬក៏ប៉ងយកជីវិតមនុស្សទៅវិញរបស់ទាំងនេះក៏មិនអាចបញ្ជាក់ពីអ្វីបានដែរនៅក្នុងភូមិតើមានផ្ទះអ្នកណាខ្លះដែលគ្មានខ្សែចុងនរណាទៅដឹងថាជាក្មេងណាលេងផ្ដេសផ្ដាសឬអត់បើគ្រាន់តែលេងផ្ដេសផ្ដាសគេមិនមកប៉ះពាល់របស់សំខាន់ចំបែបនេះទេយប់នោះពេលខ្ញុំត្រឡប់មកពីក្បែរអណ្ដូងទឹកវិញតើកាត់ខាងក្រោយផ្ទះត្រកូលយាយខ្ញុំពិតជាបានឃើញមនុស្ស2នាក់ដើរចុះឡើងនៅក្បែររបងផ្ទះមែនទោះបីជាវាងឹតបន្តិចមែនប៉ុន្តែខ្ញុំក៏ធ្លាប់ឮដែរថាមានស្រមោលមនុស្សម្នាក់បានឡើងទៅលើឈ្មោះទៅរកទីលានទស្សនាទេសភាពនោះរ៉ូធ្លាប់និយាយថាឲ្យតែស្នូធម្មពលរបស់ខាងមានបញ្ហាអ្នកភូមិក៏លែងសូវជឿជាក់លើគាត់ទៀតដែរតើខ្ញុំនិយាយពាក្យខឹងសម្បាពី3ម៉ាត់ក៏មិនបានដែរមែនទេការនិយាយពាក្យខឹងសម្បានិងការចោះដៃធ្វើគឺជារឿងពីរផ្សេងគ្នាប្រសិនបើឯងគ្រាន់តែមិនសប្បាយចិត្តត្រឹមមាត់ខ្ញុំក៏ខ្ជិលទឹកគូជាមួយឯងដែរប៉ុន្តែអ្វីដែលពួកឯងប៉ះពាល់គឺទំនិញហើយធ្វើឲ្យចិញ្ចើមផ្លូវធូររលំពួកឯងមិនមែនសំដៅលើខ្ញុំតែម្នាក់នោះទេគឺសំដៅលើផ្លូវមួយខ្សែនេះដែលអ្នករាល់គ្នាទើបតែធ្វើរួចខ្ញុំមិនបានធ្វើអ្វីច្រើនទេអញ្ចឹងមានន័យថាសារភាពថាឯងបានប៉ះពាល់ទំនិញហើយមែនទេទោះបីជាគាត់វង្វេងវង្វាន់មួយពេលហើយប៉ះពាល់លុយកាក់ក៏ដោយនោះក៏ជារឿងរកម្មរកូសក្នុងគ្រួសារដែរមិនធ្ងន់ធ្ងរដូចអ្វីដែលពួកឯងនិយាយនោះទេនៅក្នុងភូមិតែមួយសោះហេតុអ្វីចាំបាច់ត្រូវធ្វើឲ្យមើលទៅអាក្រក់មើលម្លេះអាក្រក់មើលចុះពេលពួកឯងប៉ះពាល់ទំនិញនិងផ្លូវរបស់គេហេតុអ្វីមិនគិតថាវាអាក្រក់មើលផងទៅពួកឯងគិតថានេះគ្រាន់តែជាការទាស់ទែងគ្នាក្នុងគ្រួសារមែនទេតែចំពោះខ្ញុំវាមិនមែនបែបនោះទេហើយចំពោះអ្នកដឹកជញ្ជូនក៏មិនមែនដែរទំនិញមួយបាច់នេះបើហួសពេលតែបន្តិចគឺក៏ស្ទះលុយកាក់របស់គ្រប់គ្នាហើយ
បើមានបញ្ហាតាមផ្លូវគឺបំផ្លាញផ្លូវរកស៊ីរបស់គ្រប់គ្នាពួកឯងមិនមែនសំដៅលើខ្ញុំតែម្នាក់នោះទេគឺសំដៅលើកេរ្តិ៍ឈ្មោះដែលភូមិសានចាកូវទើបតែសាងបាននេះឯងលើកនេះទំនិញមិនបានយឺតយ៉ាវទេគឺដោយសារពួកយើងបានរៀបចំលំដាប់លំដោយឡើងវិញហើយក៏ដោយសារអ្នកដឹកជញ្ជូនស្ម័គ្រចិត្តជួយសម្របសម្រួលដែរតែវាមិនមែនមានន័យថាអ្វីដែលពួកឯងធ្វើអាចលុបលាងបានដោយពាក្យមួយម៉ាត់ថាគុំធ្វើឲ្យមើលទៅមិនល្អនោះទេចុះឯងចង់គិតគូរយ៉ាងម៉េចគិតពីការខាតបង់កម្លាំងពលកម្មការយឺតយ៉ាវការងារនិងការហូបចុកការយឺតយ៉ាវការធ្វើដំណើរការខូចខាតទំនិញទាំងនេះសុទ្ធតែជាការខាតបង់លើកនេះមិនបានខូចការមិនមែនមានន័យថាគ្មានការខាតបង់នោះទេអ្វីដែលត្រូវសងគឺត្រូវតែសងសម្ដីនេះសំហេតុផលណាស់ទី2ចាប់ពីពេលនេះទៅរឿងនៅលើផ្លូវហ៊ូឈៀនពួកឯងមិនអាចប៉ះពាល់ទៀតទេនេះមិនមែនជាការទូន្មានទេគឺការកំណត់ច្បាប់ទម្លាប់អ្នកណាហ៊ានប៉ះទៀតមិនមែនមានតែគ្រូសាលីជាម្នាក់ទេដែលគិតបញ្ជីជាមួយពួកឯងគឺអ្នកដឹកជញ្ជូនទំនិញទាំងអស់នឹងគិតបញ្ជីជាមួយពួកឯងដែរយល់ទេអ្នកណាហ៊ានប៉ះការរងទំនិញរបស់ខ្ញុំទៀតខ្ញុំមិនលើកលែងឲ្យជាដាច់ខាតផ្លូវនេះគឺគ្រប់គ្នាជួយគ្នាធ្វើអ្នកណាហ៊ានធ្វើឲ្យខូចខាតទៀតខ្ញុំជាអ្នកដំបូងគេដែលមិនព្រមខាងខ្ញុំគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះឯងចាំបាច់ត្រូវតែគិតគូរតឹងរឹងដល់ថ្នាក់នេះមែនទេទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំជាបងស្រីរបស់ឯងដែរកាលពីមុនពួកឯងតែងតែយកពាក្យថាគ្រូសាមកសង្កត់សង្កិនខ្ញុំបង្ខំឲ្យខ្ញុំទៅធ្វើការជំនួសនៅរោងចក្រដែលពួកឯងមិនចង់ទៅដើរលើផ្លូវដែលពួកឯងមិនចង់ដើរឥឡូវនេះមកដល់ដំណាក់កាលនេះហើយនៅតែចង់យកពាក្យ3ម៉ាត់នេះមកលុបលាងកំហុសទៀតមែនទេប៉ុន្តែថ្ងៃនេះខ្ញុំសូមនិយាយឲ្យច្បាស់នៅទីនេះមុខជំនួយនេះនិងផ្លូវមួយខ្សែនេះមិនមែនជាមុខមាត់របស់គ្រូសាយទេហើយក៏មិនមែនជាក្រណាត់ប៉ះឡើយដែលពួកឯងនឹកឃើញចង់ប៉ះក៏ប៉ះនោះអញ្ចឹងធ្វើតាមអ្វីដែលឯងនិយាយទៅចុះលើកនេះបដូរមកធ្វើការងារជាក់ស្ដែងវិញត្រូវសងយ៉ាងម៉េចសរសេរជាចំនួនមកទៅថ្ងៃមុខបើហ៊ានប៉ះពាល់ទំនិញលុយកាក់ឬផ្លូវថ្នល់ទៀតក្នុងភូមិក៏មិនយល់ព្រមដែរខ្ញុំក៏មិនព្រមដែរអ្នកណាហ៊ានប៉ះពាល់ការរងទំនិញរបស់ខ្ញុំទៀតខ្ញុំនឹងហែកមាត់វាចោលមុនគេទៅឲ្យឆ្ងាយទៅខាងនិយាយគ្នាមកដល់ថ្នាក់នេះហើយឯងពិតជាមិនទុកផ្លូវថយឲ្យសោះមែនទេទោះជាយ៉ាងណាក៏ដោយឯងនៅតែជាមនុស្សរបស់ត្រកូលយេនដែរមិនមែនខ្ញុំមិនទុកផ្លូវឲ្យទេគឺត្រកូលយេនមិនដែលទុកផ្លូវឲ្យខ្ញុំតាំងពីដំបូងម្លេះដូច្នេះហើយថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់តែម្ដងចាប់ពីពេលនេះទៅខ្ញុំរស់នៅតែជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះបើផ្លូវនៅក្នុងស្រុកអាចដើរទៅមុខបានខ្ញុំស្ម័គ្រចិត្តដើរបើទំនិញអាចលក់ចេញទៅក្រៅបានខ្ញុំស្ម័គ្រចិត្តលក់តែការដែលខ្ញុំឈរនៅទីនេះមិនមែនដោយសារតែមានអ្នកណារុញច្រានខ្ញុំចេញមកនោះទេហើយក៏មិនមែនដោយសារតែមានអ្នកណាម្នាក់រំងាកមកមើលខ្ញុំនោះដែរគឺដោយសារតែផ្លូវមួយខ្សែនេះសៀវភៅបញ្ជីនេះនិងទំនិញគ្រប់មុខនៅក្នុងទីធ្លានេះសុទ្ធតែជាអ្វីដែលខ្ញុំនិងអ្នកទាំងអស់គ្នាបានរួមគ្នាធ្វើឡើងមួយជំហានខ្ញុំចង់បន្តធ្វើអាជីវកម្មនេះទៅមុខទៀតទៅថ្ងៃមុខរបៀបប្រមូលទិញទំនិញរបៀបដើរទៅមុខរបៀបគិតគូរបញ្ជីគឺត្រូវធ្វើទៅតាមច្បាប់ទម្លាប់អ្នកណាដែលចង់ធ្វើតាមច្បាប់ទម្លាប់ជាមួយគ្នាគឺដើរទៅមុខជាមួយគ្នាតែបើអ្នកណាហ៊ានលួចលុកដៃលុកជើងពីក្រោយខ្នងទៀតគឺត្រូវគិតបញ្ជីដូចថ្ងៃនេះអីចឹងខាងសិតទៅជាកណ្ដុរមួយបាវនេះថ្ងៃនេះខ្ញុំមិនទាន់ប៉ះពាល់ទេចាំស្អែកសឹមឯងចាត់ចែងបែងចែកទៅនៅភ្នំខាងក្រោយផ្ទះខ្ញុំនៅមានគ្រាប់វណ្ណៈខ្លះទៀតពេលពីថ្ងៃទៀតតើអាចយកមកឲ្យបានទេបានចាក់វាចេញមកសិនមកខ្ញុំសូមមើលគុណភាពបន្តិចឯងនេះរឿងរ៉ាវទៅតែស្ងប់រលត់សោះមិនទាំងកម្រិតគូសំបីតែមួយធ្នប់ទំនិញចាំមិនបានទេគ្រូសានេះបែងចែកគូនោះសិនអាល្អមកខាងនេះអាខូចទៅខាងនោះមួយនេះកុំតន់ជួបខ្សែចាស់បដូរទៅស្លាកថ្មីសិនទៅមួយនេះវាសាមខ្ញុំយកទៅហើពីថ្ងៃទៀតបានទេបានហើឲ្យស្ងួតល្អសិនចាំយកមកកុំប្រញាប់លីចូលគ្នាបើលីចូលគ្នាតម្លៃមួយបាវនឹងត្រូវគេបង្អាប់ហើយគ្រាប់វ៉ាល់ណាត់នៅក្រោយផ្ទះខ្ញុំទៅវិញរឿងអាសម្បកបែកចេញឲ្យសិនសន្លឹកនេះព្យួរនៅខាងមុខស្អែកចាំមើលគាត់មុនខ្ញុំនឹងដើរលើផ្លូវមួយនេះកាន់តែល្អទៅ